មានលិចរឿងរ៉ាវមួយទៀតពីឈ្មោះខោស័កក្នុងសាសនាកន្លងទៅបាន500ជាងហ្នឹងមានអ្នកប្រាជ្ញមួយឈ្មោះខោស័ក596អញ្ចឹងខ្ញុំណាជាង500ហ្នឹងខោស័កកើតឡើងនៅលង្កានៅក្បែរតំបន់ពោធិគយាហ្នឹងនិយាយពីប៉ាកែគាត់នឹងខាងសាសនាព្រាហ្មណ៍ប៉ាកែអូយប៉ាកែដៅសួរវាតាក់ឯណាក៏ឆ្លើយមិនរួចដែរសិតតែព្រះអរហន្តគាត់ដោះមិនចេញហើយជើងការដោះចេញដែរក៏ត្រូវនិស័យគ្នានិយាយវាអត់ចូលគ្នាសួរចុះសួរឡើងញោមញាតទៅមកសួរចំព្រះរេវតៈសួរចំលោកឆ្លើយចេញទាំងអស់ហើយដល់ហើយនោះគេសូត្រគាថាគេទៅសូត្រញញ៉ាវទៅអដេញសាសនាព្រាហ្មណ៍ហ្នឹងលោកថាដូចសម្លេងប្រប៉ែលោកថាណាគេសូត្រដូចសម្លេងប្រប៉ែហ្នឹងដូចប្រប៉ែយំហ្នឹងតែបើខោសាក់គេចង់ខ្ញាល់គេថាណាសម្លេងប្រប៉ែហ្មងយល់ដែរហ្នឹងសម្លេងហ្នឹងយល់ដែរលោកយល់ប្រាប់លោកយល់សម្លេងហ្នឹងមានន័យថាចេះសួរលោកយល់ទាំងអស់ឥឡូវលោកសុំសួរវិញលោកលេងលើកកាពីបត្រៃបីដកកាពីអភិធម្មចិត្តបរមត្តទៅសួរមានឯណាពួកព្រាហ្មណ៍ដែលចេះអភិធម្មអីឆ្លើយមានតែចេញអីតែចឹងចង់ចេះដែរសុំរៀនខំរៀនបានឯតតបួសបានបរៀនហើយពួកនោះពួកព្រាហ្មណ៍ព្រហ្មញ្ញសាសនាបួសក៏បួសដែរឲ្យតែបានរៀនព្រោះមកយកហើយមិនដែលចាញ់គេសុំមកចាញ់លោកមួយអង្គហ្នឹងអត់ពេកបើអញ្ចឹងសុំរៀនពីលោកអង្គហ្នឹងទៅខ្លាំងលើគេទៀតសុំបួសបានតែបួសទៅរៀនធម៌រៀនអាវិន័យយូរទៅសម្លឹងឃើញមាសហើយឃើញក្អមអាឯងរៀនមកមុននេះដូចបំបែងឆ្នាំងដីទេឯនេះដូចមាសរបស់នោះនាំឲ្យកើតស្លាប់វល់ក្នុងវត្តដាក់ទេណារបស់នេះបានចេញចាក់ទុករៀនយល់ច្បាស់ក្នុងធម៌ព្រះបោះកាពីព្រាមចោលនឹកឃើញថាអត់មានតម្លៃដូចវាងគិស័កគោះក្បាលខ្មោចអញ្ចឹងណាញោមណាគោះក្បាលខ្មោចពោកក្បាលខ្មោចចេះនិយាយស្រាប់តែប៉ងឲ្យគោះក្បាលព្រះរហន្តពោកអត់ចេះនិយាយចាញ់ព្រះរត់មកបួសដែរមានតាគ្រូឆ្នាំមួយទៀតស្ពាយឆ្នាំមកថងយាមដើរមើលជំងឺណាឈឺពោះឆ្នាំវារើពេញថងយាមស្រែតែខ្ញុំឆ្នាំឈឺពោះខ្ញុំឆ្នាំឈឺពោះកន្លះឈឺក្បាលឆ្នាំនឹងតែខ្ញុំឆ្នាំឈឺក្បាលនេះប្រកែដល់ម្លឹងមុនអាគុំគាត់ដល់មកដល់ព្រះទូថាមើលរកអាឆ្នាំកុំឲ្យងាប់តិចមើលមកថងយាមស្ងាត់អីសូនគ្មានពីណាចិត្តស្រឿងបង្រះតោះឆ្នាំហ្នឹងដល់រកអាឆ្នាំអត់ងាប់មិនបាននឹកថាឯងគ្រូឆ្នាំក៏គេចមិនគាត់ពីស្លាប់បើអញ្ចឹងមានតែធ្វើតែក្តីល្អក៏វត្តអាឆ្នាំហ្នឹងចេញចូលសាសនាពុទ្ធឥឡូវខោសាក់ហ្នឹងមកជឿសាសនាព្រះអ្នកដែលកសាងរូបព្រះមុនគេនេះយើងហៅថាស្ដេចកនិសកៈនឹងទីប្រឹក្សាស្វៈខោសាហ្នឹងក៏មកពីព្រហ្មញ្ញសាសនាដែរពីដើមពួកព្រាហ្មណ៍ទេប៉ុន្តែដល់គេសិក្សាពីព្រះយើងទៅគេជ្រះថ្លាគេបែរមករកពីព្រះលន់ប៉ុន្តែមានយើងសម័យសពថ្ងៃនេះជួនកាលស្រាប់តែបោះពីព្រះទៅរៀនព្រាហ្មណ៍វិញអានឹងអាត្មាមិនដឹងដែរពីដើមគេបោះពីព្រាហ្មណ៍មករៀនពីព្រះឯងឥឡូវអ្នកខ្លះទៅរៀនពីព្រាហ្មណ៍វិញប៉ុន្តែដោយសារប្រទេសយើងវាជាប់ទាំងពីរហើយវប្បធម៌ណាដែលនៅថែអាសាក៏ចេះតែជាប់ចឹងទៅឥឡូវមិនបាច់និយាយពីរឿងនេះណានាកាន់អីក៏កាន់ទៅអាត្មាមិនខ្វល់ទេហើយក៏អត់មានថាឲ្យណាដែរប៉ុន្តែនិយាយពីរឿងលោកនេះដល់ទៅរៀនចេះដឹងចឹងទៅក៏នឹកថាលោកគ្រូអញថាអស់ឲ្យបរៀនណាហើយអស់ឲ្យបរៀនអញហ្នឹងមើលទៅលោកនឹកក្នុងចិត្តដឹងភ្លាមលោកថាណែឯងមិនសមជាកូនសិស្សអាត្មាទេចឹងភ័យខ្លួនជុំឯងគាត់ទៅនឹកក្នុងចិត្តហ្នឹងដឹងដល់លោកដល់ចឹងសុំទោសលោកបានឱកាសលោកថាណែឯងចង់សុំទោសឲ្យរួចខ្លួនណែឯងដឹងទេនៅស្រុកឥណ្ឌានេះនៅស្រុកចម្ពូទ្វីបយើងនេះបត្រៃបីដកយើងមានប៉ុន្តែមានកដៀកោកដោកាត់ទឹកលិចភ្លើងឆេះបាត់បងខ្លះនៅមិនគ្រប់ភាគទេឥឡូវដឹងនៅលង្កានោះគេមានបត្រៃបីដកគ្រប់ភាគណែឯងចង់សុំទោសណែឯងទៅចម្លងបត្រៃបីដកនឹងដាក់ជាភាសាមគ្គធៈទៅបានន័យថាចម្លងពីភាសាសីហលៈនឹងមកជាភាសាបាលីទៅពីហ្នឹងលឺតែអញ្ចឹងដើម្បីចង់សុំលាទោសកុំឲ្យខុសទៅចម្លងបត្រៃបីដកហ្នឹងប៉ុន្តែមុននឹងទៅសម្ដែងធម៌ឲ្យម៉ែជឿទៅព្រោះម៉ែមិនគោរពព្រះសង្ឃទេម៉ែនោះសាសនាព្រាហ្មណ៍ទេសម្ដែងធម៌ប្រពម៉ែរួចស្រេចក៏បានចេញដំណើរមកតាមផ្លូវទឹកញោមមកតាមផ្លូវទឹកវាចៃដន្យជួបពុទ្ធតថាលោកទៅចម្លងប្រហែលឆ្នាំហើយទៅមួយឆ្នាំហើយបានតែមួយក្បាលហ្នឹងលោកសួរថាណែឯងទៅណាថាទៅចម្លងបត្រៃបីដកវាមិនងាយទេខ្ញុំឯងមួយឆ្នាំឯងបានតែប៉ុណ្ណឹងហ្នឹងហើយណែឯងទៅធ្វើមិនកើតសមត្ថភាពប៉ុណ្ណឹងទៅមិនកើតទេកុំអីលោកឧបមាថាគេមានកូនកំមុំមួយស្អាតហើយបើអ្នកកនឹងចូលទៅតដឹងទៅគេអត់ឲ្យហើយចឹងខ្ញុំអ្នកខគួរទៅសាកមើលហើយអ្នកកនោះប្រាប់ថាហេណែឯងបាច់ទៅឯងខ្ញុំចូលទៅគេមិនឲ្យផងហើយចុះគេលុយនងគេមកលោកគេឲ្យមកឯណេះវាគួរទៅសាកមើលលោកថាបញ្ចប់ឈ្នះទៅចង់ណាយកដៃចានេះទៅឲ្យអាដៃចាហ្នឹងបានដៃចា2ទៅស្ពើទៅដល់មាត់ទឹកលង្កានឹងមិនទាន់ឡើងផងស្រីខ្ញុំបង្រើគេ2នាក់គេប្រើឲ្យម្ដងទឹកឆ្លោះគ្នាជេរគ្នាបាញ់ម៉ាំនៅមាត់កំពង់ហ្នឹងលោកនឹកថាតែគេឆ្លោះគ្នាវាយគ្នាមែនទែនគេរកសាកសីគ្មានពីណាទេមានតែឯងសាកសីឥឡូវមិនដឹងធ្វើម៉េចទេទាញសត្រាមកពីស្លឹកដៃមួយកាន់ដៃចាមកខាងដៃមួយទៀតកាន់ដៃចាមួយសរសេរសងខាងនាងនេះជេរថាម៉េចសរសេរដៃខាងនេះនាងនេះជេរថាម៉េចសរសេរដៃខាងនេះសរសេរដូចកន្លងយំក៏ទៅអ្នកទាំង2នាក់ជេរគ្នាប្រហែលម៉ាត់លោកសរសេរតាន់ទាំងអស់សរសេរឲ្យឡើងងឹងនេះកន្លងយំយ៉ាងសរសេរទាំងសងខាងនេះបញ្ញាលោកដល់ម្លឹងសរសេរនឹងរួចស្រេចចឹងទៅមែនដូចគិតមែនដល់ទៅ
ទៅរឿងនឹងឆ្លោះអង្គមគេផ្ដឹងដល់តឡាការគេសួររកសាក់សីគេថាគ្មានសាក់សីមានលោកម៉ោងនៅក្បែរទៅចាប់លោកមកយកមកសួរសាក់សីលោកមិនបាច់ឲ្យចាប់ទេលោកហុចអសត្រាលោកកសេនយកទៅអាននេះបោះនាងនេះបោះនាងនេះថាមិនខ្លះនៅហ្នឹងគេថាមិនធម្មតាចូលទៅដល់លង្ការនឹងភ្លាមទៅវត្តមហាវិហារមេខគិរីមហាវិហារសម្ដេចព្រះសង្ឃរាជគេនៅហ្នឹងគេរបៀបមើលស្រាលលោកទៀតមិនthôiណែឯងទៅណាមហោប្រែកពីអ្នកប្រាជ្ញស្អីដែរនោះមហោប្រែកពីការងារប៉ុណ្ណាណីមកធ្វើដូចកន្លះបេះអីចឹងដូចគេចង់មើលងាយចឹងណាឥឡូវមើលបើណែឯងចេះមែនយើងចង់សាកបន្តិចណែឯងទៅសេសភៅឲ្យយើងមើលមួយដោយណែឯងមិនចម្លងតាមបត្រៃបៃដកមិនយកតាមប្រែបដោះឲ្យបង្កើតសភៅឲ្យបានយើងឲ្យយើងមួយលោកចាប់ដើមទៅសេកពីមគ្គកពីវិសុទ្ធមគ្គសរសេររួចហើយសឹងបានមកលួចបាត់សឹងលួងមកប្រាក់ភ្នាក់ឡើងបាត់ពីណាយកបាត់ហើយពីផឹកឡើងត្រូវឲ្យគេផងមកចេះសរសេរបានមកក្បាលទៀតសរសេរឲ្យដាក់ទុកទៀតសឹងលួចទៀតបានលួចបាត់ទៅហើយទៀតសរសេរលើកទី3ចិត្តភ្លឺសរសេរលើកទី3សរសេរឲ្យគ្រាន់នឹងចងជាប់ស្បង់ចងវាក់ជាមួយស្បង់សឹងបានផងបលួចទៀតមកយកបានគេចងជាប់ហើយបានដឹងរឿងផឹកឡើងដឹងទាំង3ហេតុអីបានលួចបានចង់នឹកថាអាសមត្ថភាពសរសេរសភៅប៉ុណ្ណឹងសមត្ថភាពប្រគុតតខោសាចារនេះសរសេរបាន3ចោះប៉ុណ្ណឹងមកយកចង់បង្ហាញអញ្ចឹងបានបានលួចហ្នឹងបើបានមិនធ្វើអញ្ចឹងគេមិនដឹងថាលោកមានសមត្ថភាពដល់សរសេរបានប៉ុណ្ណឹងទេបានប្រគេណារបស់យកទៅ2ជាប់មុនយកមកដាក់អន្ទឹមគ្នាដូចគ្នាថេងទាំង3ក្បាលពុទ្ធខោសាចារថាយកទៅថ្វាយខ្លួនឯងទៅអាត្មាមិនយកទៅទេគេឲ្យសរសេរមកក្បាលសេដល់3គេថាអាត្មានឹងអួតបានប្រអិនអ្នកយកទៅថ្វាយផ្ទាល់បានគេឃើញថាស្នាដៃលោកខ្លាំងពេលគេបង្រៀនសិស្សគេបញ្យល់រាប់អាទិត្យឲ្យសិស្សមិនយល់សោះកន្លែងហ្នឹងវាដូចជាឆ្កងពេកលោកអាចមើលទៅឃើញដូចជាមិនតំណងលោកចូលទៅបញ្យល់ទៅមួយផ្លែតសិស្សគេយល់ស្រែកយល់ភ្លឺថ្លាញ៉ាំញ៉ែមពេញសាលាអស់ចាណាញោមលោកទៅបិណ្ឌបាតត្រឡប់មកពីបិណ្ឌវិញដើររើសតែស្លឹកត្នោតចាស់ជ្រុះមកលោកដើររើសយកមកសរសេរជំនាន់នោះអត់ទាន់មានរោងចក្រកដាក់ដូចយើងតាមផ្លូវមកមិញហ្នឹងទេរើសសរសេរតែលើស្លឹកត្រាំស្លឹកត្នោតអីហ្នឹងទេអ្នកលក់ទឹកត្នោតជ្រះថ្លាងលោកពេកយកទឹកត្នោតមកប្រគេនលោកតញយហ្នឹងឯងដល់ឲ្យលោកចាប់តាមសរសេរទៅគេមើលងាយលោកគេថាលោកខ្វះប្រហែលជាមិនចេះតាំងសក្តិទេលោកហ្នឹងលោកបង្ហាញពីចំណេះដឹងខាងសង្ស្ក្រឹតទៀតលោកក៏សរសេរចប់លោករៀបចំអត្ថកថារៀបចំអីតាំងពីសម័យកាលនោះមកហើយចឹងហើយលោកប្រមូលអកពីខុសប្រមាណដុតចោលស្នាដៃពុទ្ធខោសាចារលោកសរសេរកពីវិសុទ្ធមគ្គដែលយើងរៀនរាល់ថ្ងៃកពីធម្មបទកពីកាំងខាវិតរណីកពីអត្ថកថាសមន្តបបាសាតិកាហើយនឹងសភៅផ្សេងទៀតណាញោមណាហើយចំណែកខាងព្រះសិរិមង្គលាចារ្យលោកបានរចនាកពីមង្គលកពីបនីដែលយើងរៀនរាល់ថ្ងៃហ្នឹងអញ្ចឹងចាប់តាមសរសេរអក្សរហ្នឹងមានត្រឹមសង្គាយនាទី4នឹងមកប៉ុណ្ណឹងឯងខ្ញុំកណាសំដែងប៉ុណ្ណេះបើយូរពេកបើវែងពេកច្រាប់ចាញ់ខ្លះបើនៅខ្វះចន្លោះតាណាសោកបំពេញឲ្យផងសូមនិមន្តជ្រាបអតិសន្តរាងខោវៈមនាលោកម្ចាស់ដ៏មានបញ្ញាឆ្លាតឆ្លើយមកនឹងរៀងក្បោះក្បាយហើយញោមបន្តក្បោះក្បាយតិចទៅអាត្មាចេះតែមើលញាតញោមមិនងោកលិចមកទៅកើតចឹងដល់តែងោកលិចងោកកើតចឹងទៅអាត្មានឹកឃើញរឿងមួយរឿងកីឡាបដាល់ហ្នឹងញោមបើកីឡាបដាល់វាមាន5ទឹកហ៎បន្តដល់ទៅពេលញាតញោមអ្នកស្ដាប់ធម៌ហ្នឹងមានប្រមាណទឹកហ៎ញោមចាំមើលសួរអនុថែបណ្ណក្រៅធម៌ញោមណាអនុថែចង់សួរអនុថែជិះមើលកីឡាបដាល់កីឡាវាយបុកគេមាន5ទឹកហើយចុះអ្នកស្ដាប់ធម៌មានប្រមាណទឹកដែរបើសិនជាមានសូមបញ្ជាក់បន្តិចទៀតមើលសូមសាកល្បងសូមរតនីមាន7ទឹកសូមជ្រាបដឹងទៀតញោមអ្នកស្ដាប់ធម៌មាន7ទឹកហើយចុះ7ទឹកនោះទឹកអាម៉េចខ្លះទៅអនុថែសូមនិមន្តបកស្រាយមាន7ទឹកខុសពីកីឡាកាសខុសពីកីឡាបដាល់គេ5ទឹកហើយអ្នកស្ដាប់ធម៌7ទឹកស្ដាប់យូរធ្លាក់មកនៅ6ទឹកស្ដាប់យូរទៀតធ្លាក់មកនៅ5ទឹកស្ដាប់យូរទៀតធ្លាក់មកនៅ4ទឹកអាទឹកហ្នឹងទឹក10ទឹក1ម៉ែត្រអាហ្នឹងទឹក10ផឹងវា1ទឹក10ទឹកវា1ម៉ែត្រអាហ្នឹងទឹកវាស់ម៉ែត្រហ្នឹងអង្កាលទីស្ដាប់ដបងអង្គុយត្រង់ភ្លឹងទៅ7ទឹកវាស់មិនខ្វាត់ដល់លោកទៅរៀងយូរបន្តិចទុនខ្លួនបន្តិចធ្លាក់មកនៅ6ទឹកដល់ឲ្យយូរតិចទៀតមក5ទឹកយូរ4ទឹកអាទឹកចំក្រោយដល់កទេឡាអាហ្នឹងទឹកអ្នកស្ដាប់ធម៌ញោមញាតិពុទ្ធបរិស័ទនោះសំដែងធម៌ស្មាហ្នឹងលក់ស្រួលអាត្មាចំណាំមើលញោមមកអារឿងថ្ងៃត្រង់ហ្នឹងចាស់ថាពុលបាយប៉ុន្តែអាត្មានឹកថាបើបាយពុលមិនក៏យើងរស់
បាយមិនពុលទេបើមិនដឹងអាម៉េចតែដាក់ទៅហើយមានឯណាតែបាយហើយនឹងងឺងែប្រពន្ធម្ចាស់មហាខែហ្នឹងទៅញយស្រួលសមាធិជាប់នៅក្នុងឡានហ្នឹងខ្មឹងនៅចឹងបលិសឆ្វែលើជុំវិញឡានស្មានតែគេឡានដឹកព្រះសម្រិតញោមញាតិពុទ្ធបរិស័ទចុះទៅនៅខ្មឹងលើឡាននេះគេសង្ស័យឡានដឹកព្រះអីចឹងអារឿងហ្នឹងពេលថ្ងៃត្រង់ហ្នឹងឆាប់លក់អញ្ចឹងបានចេះតែភ័យខ្លាចយាយលក់ទៅគីឡូមានគេទិញអីចឹងណាអាហ្នឹងអីចេះញោមបរោះក៏ដោយមិនបរោះក៏ដោយធ្វើមុខដូចកំពុងតែបរោះចឹងទៅណាយល់ក៏ដោយមិនយល់ក៏ដោយធ្វើដូចជាកំពុងតែយល់ណាកំពុងតែចូលណាចឹងទៅអាត្មាហ្នឹងវាចេះតែមានកម្លាំងប៉ោចអញ្ចឹងទៅដែរហើយទៅចឹងប្រគុណម្ចាស់មើលមុខញាតិញោមផងបើមុខគាត់ស្ងួតមាត់គាត់ស្ងាត់ស្ទើរក្រាបស្ទើរកថែងសំបីធေါ်នោះនៅវែងសង្ខេបលើកលែងលាគេទៅជួនកាលគេធុញជួនកាលគេថប់គេមិនថាបើគេចេះតែកថយប្រអប់ថ្លាសញ្ញាថាគេចង់ទៅផ្ទះហើយអានេះខ្ញុំកណាគ្រាន់តែធឿនប៉ុណ្ណឹងឯងហើយចឹងមិនដឹងខុសមិនដឹងត្រូវទេប្រគេនប្រគុណម្ចាស់មេប្រយោគត្រួតពិនិត្យចម្លើយសាធុខ្ញុំកណាអត់ដឹងដែរប៉ុន្តែប្រហែលអនុថែដឹងទៅប្រហែលជាធ្លាប់ស្ដាប់ធម៌ពមៀន7ទឹកអញ្ចឹងមែនណាញោមតើបោណាខ្លួនដល់ហើយនៅ7ទឹកឲ្យរៀងនៅឡើងខ្ពស់ធម្មតាណាចំហដល់ទៅពេលស្ដាប់យូរក្រាបដល់កទេលហ្មងដល់ទៅក្រាបយូរលក់អាហ្នឹងអនុថែណាបើញាតិញោមប្រហែលជាមិនដូចអនុថែអញ្ចឹងទេបាទហើយញាតិញោមស្ដាប់ហើយសំណួរខាងដើមមិញហ្នឹងអាត្មាបានសួរលោកថាក្រោយពីព្រះធម៌ដែលទាំង84000បឋមខណ្ឌហ្នឹងដែលមាននៅក្នុងសភៅហ្នឹងមានតាំងពីពុទ្ធបរិនិព្វានឬក៏ក្រោយព្រះអង្គបរិនិព្វានឬក៏គេទើបនឹងតសេក្រោយនេះទេលោកឆ្លើយថាគេទើបនឹងតសេក្រោយនេះទេក្នុងរវាងសង្គាយនាលើកទី4ឲ្យអនុថែឲ្យបើឆ្លាតម្លឹងមិនអីទេចាំត្រឡប់ទៅវិញខ្ញុំបករណាឲ្យឡានជិះអនុថែបាទឥឡូវខ្ញុំបករណានឹងលើកសំណួរសួរទៀតហើយអនុថែឆ្លើយបានល្អយ៉ាងហ្នឹងបញ្ចូលធម្មពលឲ្យទៅអនុថែខ្ញុំបករណានឹងសួរទៀតហើយខ្ញុំបករណាឆ្ងល់អញ្ចេះថាព្រះធម៌ព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធអ្នកប្រាជ្ញទាំងឡាយបានចងក្រងមកហ្នឹងជារៀងកពីហើយចុះអ្នកដែលចងក្រងជាកម្ពីពុទ្ធវចនៈនៅក្នុងសភៅហ្នឹងគេចងក្រងនៅប្រទេសណាដែរទៅអនុថែសូមវិសាចនីគេឆានទឹកសោះថាគេបញ្ចូលធម្មពលអាហ្នឹងគេហៅថាទឹកបរិសុទ្ធប្រយ័ត្នទៅហៅធម្មពលអញ្ចឹងវស្រែកទឹកតាមផ្លូវសុំញាតិញោមអើយមានធម្មពលដែរអាត្មាសុំបន្តិចមកចប់ហើយតែឈប់ចំអាហារតំណែងគេលក់ចាប់ហួយហ្នឹងញោមអើយអាត្មាទិញធម្មពលបន្តិចមកទីគេយកអគុយមកហើយអាហ្នឹងគេថាទឹកសុទ្ធទេតាហើយខ្ញុំបកករណាមិញហ្នឹងលើប្រគុណម្ចាស់ថាបើឆ្លោយឲ្យលោកទៅវិញលោកឲ្យឡានជិះបើខ្ញុំកណាជិះឡានបានហើយបើឲ្យឡានជិះវិញទៅអត់ស្រួលទេខ្ញុំកណាធានាទម្ងន់ឡានមកបានទេមិនឲ្យឡានជិះទេសុំចិត្តជិះឡានវិញប្រគុណម្ចាស់ត្រប់ឲ្យឡានជិះមុនចោះនេះមិនលេងចូលហ្មងបត្រៃ3ដកអង្កាលពីគេធ្វើឡើងជាសិភៅដំបងគេនឹងនៅប្រទេសសេរីលង្កាដែលយើងហៅថាលង្កាទ្វីបសូមនិមន្តជ្រាបសាធុគេចងក្រងគេរៀបចំនៅប្រទេសលង្កាដែលហៅថាលង្កាទ្វីបហើយចុះនៅប្រទេសសេរីលង្កានោះចុះហេតុអ្វីបានជានៅប្រទេសខ្មែរយើងនឹងមានដែរអនុថែតើហូរចូលរបៀបណាដែរទៅអនុសូមវិសាចនីមកពីប្រទេសខ្មែរយើងក៏មានរោងពុម្ពដែរណាអង្គម្ចាស់សូមជ្រាបសាធុបណ្ដមុននឹងចេញរួមពុំចេញជាសភៅហ្នឹងអនុថែតើហូរចូលមកប្រទេសកម្ពុជាហ្នឹងបធរហ្នឹងណាហូរចូលមកប្រទេសខ្មែរមុននឹងចូលដល់រួមពុំហ្នឹងតើមានរឿងរ៉ាវយ៉ាងណាដែរសូមវិសាចនីបធរក៏ទៅហូរចូលមើលទឹកបធរមិនចេះហូរចូលទេបើហូរថ្ងៃហ្នឹងញាតិញោមហូរពីពេញមកហើយក៏គេដឹកមកទេមិនមែនចេះតែហូរទេពុទ្ធសាសនាចូលក្នុងប្រទេសកម្ពុជាតាំងពីពុទ្ធសករាជ309ឆ្នាំម្លេះតាមសាលាចរិតនៅវោកាញ់តាមភ័ស្តុតាងដែលមានតាមកំពង់តាមពលឹងកំពង់ផែអូកែវជ្រួយម៉ាឡាយូជាដើមមកជាពិសេសនៅយាត្រាខាងព្រះតាពាំងខាងកម្ពុជាក្រោមអីណាញោមណានឹងតាំងពីពុទ្ធសករាជបរិនិព្វានទៅ309ឆ្នាំមានសាសនាចូលមកក្នុងស្រុកខ្មែរប៉ុន្តែមិនទាន់មានបត្រៃ3ដកទេឯបត្រៃ3ដកនេះសាសនាកន្លងទៅ1000ជាងហើយបានមានសូមបញ្ជាក់ឯកសារជូនបន្តិចមានឆ្នាំរៀបរាប់ខុសគ្នានឹងភាគច្រើនសិភៅឯកសារខ្លះថាពុទ្ធសករាជកន្លងទៅកំឡុងប្រហែលជា1200ឯកសារខ្លះថា1560
ឯកសារនឹងសម្ដែងជូនញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងរឿងរ៉ាវអញ្ចេះមាននៅក្នុងឯកសារពងសាវតាវត្តទឹកវិលពងសាវតាវត្តកោកាពងសាវតាវត្តកំពង់តឡាចក្រោមឯកសារពវាំងជួនឯកសារលោកគ្រូសុងស៊ីវឯកសារព្រះធម្មលិខិតលន់ឡាយឯកសារលោកបណ្ឌិតរស់ចន្ទ្របុត្រឯកសាររបស់លោកលវីហ្វីណូឯកសារពុទ្ធសាសនបណ្ឌិតនិងឯកសាររបស់លោកមកភឿនជាដើមច្រើនញោមច្រើនឯកសារនឹងពងសាវតាខ្មែររបស់លោកធូសុតខឯកសារទាំងនោះអាត្មាសូមលើកជាគោលមកថាក្នុងកាលសម័យពុទ្ធសាសនាកន្លងទៅបាន1560ប៉ុន្តែខ្លះថា1200ទេខ្ញុំណាជំនាន់ហ្នឹងស្ដេចខ្មែរយើងមានឈ្មោះថាបទុមសូរវង្សបទុមសូរវង្សហ្នឹងគឺជាកូនរបស់ស្រីសឈរស្រីសឈរហ្នឹងគឺជាស្រីអមនុស្សប្រភេទនាគកោវានាគីវាជាអមនុស្សដែលស្ដេចឃើញឈរនៅម្ដុំវត្តវិហារសួរនេះជិះព្រះទីនាងនាវាតាមផ្លូវហ្នឹងទៅឃើញនាងហ្នឹងឈរនៅក្បែរមាត់ទន្លេហ្នឹងហើយក៏តែដឹងនាងហ្នឹងស្រឡាញ់យកមកនាងហ្នឹងជាប់ជាទេវតាជានាគនោះមកទេបានកន្លែងហ្នឹងប្រែคล้ายទៅជាស្រីសន្ធរចែកដែនដីចល័ងធ្លាក់ទៅដល់កំពង់ចាមឯនោះទៅឯវត្តវិហារសួរធ្លាក់មកនៅខាងខេត្តកណ្ដាលវិញប៉ុន្តែរឿងឃើញនៅតែហ្នឹងហើយវត្តសិទ្ធររាជវាំងសិទ្ធររាជធានីទួលប្រាសាទចំវត្តសិទ្ធរសប្តាហ៍ថ្ងៃនេះកន្លែងស្ដេចកនកន្លែងអីនេះគឺនៅវត្តព្រៃបាំងវត្តម៉ែបាននេះដល់អញ្ចឹងញោមញាតិជំនាន់បទុមសូរវង្សហ្នឹងឯកសារខ្លះថាគឺស្ដេចសូរិយាវរ្ម័នទី2រាប់ពីបឋមនាងនាគមកជាបឋមក្សត្រគឺស្ដេចជំនាន់ទី11ជំនាន់នឹងឯងព្រះរាជធានីយើងនៅអង្គរដែនដីយើងទំនើបពីសមុទ្រថ្មីខេត្តស្រុកអង្គរបរិយខេត្តតាកែវកើតមុនគេដេញទៅខាងបាត់ភ្នំទៅខាងកម្ពុជាក្រមហើយភ្នំកលែនភ្នំប្រយ៉ងកោដែលដោះឡើងមុនគេបានខាងកំពង់ស្ពឺឲ្យយើងហ្នឹងដល់អញ្ចឹងទៅក៏វាស្រាប់តែភូមិភាគខាងត្បូងនៃដែនដីមហានគរហ្នឹងមានខេត្តមួយឈ្មោះខេត្តបទាយមាសមានស្ដេចត្រាញ់មួយគ្រប់គ្រងឈ្មោះពញាមេត្រីនៅក្នុងរជ្ជកាលប្របាទបទុមសូរវង្សដែលមានប្អូនមួយឈ្មោះពញារោងរត់ទៅនៅស្រុកគេនោះដែលចូលដាំដិនជាអ្នកស្រុកសំរោងតងយើងហ្នឹងឯងដែលចូលដាំដិនហ្នឹងគឺអ្នកស្រុកសំរោងតងហ្នឹងហើយបានទៅតស៊ូយកនាងនឹងមុជក្នុងដីទៅជាប់ដីនៅស្រុកគេហ្នឹងណាហើយអ្នកស្រុកសំរោងតងនឹងមួយទៀតជាវីរៈជនស្នេហាជាតិមួយទៀតគឺដេជោមាសយើងហៅដេជោមាសឬក៏ហៅដេជោក្រហមកឬហៅថាអ្នកតាក្រហមកហ្នឹងគឺអ្នកស្រុកសំរោងតងណាដែលហៅថាដេជោក្រហមកហ្នឹងមកពីដេកនៅក្នុងពហិវត្តសំរោងតងហ្នឹងអាពួកអង្កាច់មាសហ្នឹងវារុំកដល់រុំកទៅបាត់ជាប់អាកកហ្នឹងស្នាមក្រហមហ្នឹងណោះលោកតាសក្រាចវត្តហ្នឹងយកទឹកមកអលាស់ទៅបានពោះហ្នឹងវាលាចេញវិញហើយបានដេកនៅពហិហ្នឹងទៅគេបញ្យល់សពប្រាប់ឲ្យទៅកាយកំណប់នៅជ្រុងចេះគាត់បានឡើងទៅគេដាក់សញ្ញាឲ្យគាត់ជិះទៅបានឃើញហឹបមួយក្នុងហឹបហ្នឹងសិតតមុនអាគុំអ៊ំអាមគាត់រៀនចេះគាត់នឹងកាលពីបួសនេនទៅរៀននៅវត្តព្រាលខេត្តកំពង់ធំជាមួយនឹងនេនលៃហ្នឹងទៅរៀននឹងដែរមកវិញតាំងខ្លួនធ្វើជាបល័យកងចាក់វាយទៅដើមឃោសនាគេពីកាចេះស្ទឹងត្រែងមកដល់ជ្រោយយើងវាយទៅដើមរាជធានីភ្នំពេញដែរប៉ុន្តែវាយយកបានដេជោមាសនឹងទប់ដេជោមាសហ្នឹងរៀនចេញមកពីវត្តព្រាលហ្នឹងមកទីបំផុតខ្លាយជាដេជោសង្គ្រាមដេជោបរារាជក្នុងការដែលយើងកើតព្រាមបទីព្រាមត្រាំងកាលរឿងរ៉ាវសង្គ្រាមខ្មែរយើងមុនហ្នឹងបានដេជោមាសហ្នឹងមកជួយហើយដេជោមាសហ្នឹងទៀតខ្ញុំណាដេជោមាសហ្នឹងទៀតក៏បានរំលោះយកដេជោយ៉តមួយទៀតនោះដែលជាកូនរបស់ជនជាតិសម្រែយកមកធ្វើជាកូនសិស្សចំណិតហើយដល់អត់ពីដេជោមាសហ្នឹងទៅបានដេជោយ៉តហ្នឹងគ្រប់គ្រងនៅខាងកំពង់ស្វាយកំពង់ធំការពារប្រទេសជាតិហ្នឹងអញ្ចឹងអ្នកស្រុកសំរោងតងយើងនេះជាអតីតរបស់អ្នកតស៊ូជំនាន់ដើមតាំងពីដេជោដាំដិនតាំងពីដេជោមាសហើយជំនាន់ដេជោដាំដិនជំនាន់ពញារោងហ្នឹងជំនាន់ហ្នឹងគឺបទុមសូរវង្សហ្នឹងស្រាប់តែឮតំណែងថាសាសនាគេនៅប្រទេសស្រីលង្កានោះមានប្រទេសបៃដកដល់អញ្ចឹងនៅប្រទេសខ្លះថាប្រទេសលាវខ្លះថាប្រទេសភូមាមានស្ដេចមួយឈ្មោះធម្មមានរុត្តប៉ុន្តែឯកសារខ្លះថាប្រទេសមេឡានគឺប្រទេសលាវធម្មមានរុត្តហ្នឹងចាត់ចែងអ្នកប្រាជ្ញឲ្យទៅចម្លងយកប្រទេសបៃដកពីគេមកអាហ្នឹងចាត់ទៅដាក់អ្នកប្រាជ្ញ20អង្គទៅចម្លងនៅឯឥណ្ឌានោះវត្តមានមិលិននិងនាគកសែនកើតឡើងដេញដោលគ្នាចាក់វាផ្ទះដឹងច្បាស់ជ្រះថ្លាជាមួយគ្នាកសាងរូបកែវមរកតមួយសង្គ្រាមរត់ចុះរត់ឡើងយកមកដាក់នៅលង្កានឹងទុកនឹងដែរស្រាប់តែពួកអ្នកប្រាជ្ញខាងលាវខាងភូមិមាននឹងគេទៅច្រឡងកាពីទៅច្រឡងចប់ទៅញោមស្រាប់តែឃើញអ្នកបកែវមរកតនឹងក៏សុំគេហើយក៏លើកកាពីនឹងដាក់សំពៅបើកចេញមកដល់កដាលផ្លូវញោមខ្យល់ព្យុះក្បត់ត្បូងបក់ប៉ើងធ្លាក់មកទើនៅខេត្តបទាយមាសរបស់ស្រុកខ្មែរយើងស្រាប់តែប្រជាជនគេឃើញយីសំពៅមកពីណាធំឯមកទើហ្នឹងគេចោះទៅមើលឃើញបត្រៃ3ដកសរសេរដោយស្លឹកត្រាំងស្លឹករឹតយើងហៅស្លឹករឹតធ្វើពីស្លឹកត្រាំងស្លឹកត្នោតហើយនឹងក្រាំងមាសក្រាំងប្រាក់និងស្បែកសត្វព្រមទាំងឃើញអ្នកប្រាជ្ញជាប្រសង់ហ្នឹងនឹងពុទ្ធរូបធ្វើពីព្រះកែវមរកត
ដល់តែឃើញអញ្ចឹងហើយក៏បាននាំគ្នាទាំងហែឡើងគោកឲ្យនិមន្តព្រះសង្ឃឡើងយល់ណាដល់តែលោកឡើងមកលើគោកទៅហៅអ្នកស្រុកមកមើលទៅគេជ្រះថ្លាស្ដេចពញាមេត្រីឲ្យតំណែងទៅបតុមសូរវង្សនៅឯអង្គរនោះស្ដេចនឹងក៏ជ្រះថ្លាពេកនាំគ្នាកសាងវត្តជំនាន់នឹង5វត្តអីខ្លះ5ជំនាន់នោះវត្តលង្កាសម្រាប់ដាក់កពីបត្រៃ3ដកវត្តអណាឡោមសម្រាប់ដាក់រោមប្រជុំអញ្ចើមពាក្យចាមរាមមកថារោមប្រជុំអញ្ចើមរបស់ព្រះសជិដែលជាតួបញ្ញវគិនោះវត្តកែវប្រភ្លើងសម្រាប់តម្កល់កែវប្រភ្លើងវត្តពុទ្ធខោសាចាតម្កល់អ្នកប្រាជ្ញដែលប៉ើងតាមសពៅនឹងមកហ្នឹងឯកសារនិទានខ្លះទៀតថាពុទ្ធខោសាចាលោកមកផ្ទាល់វត្តពុទ្ធមានបុណ្យតម្កល់ព្រះអង្គប្រកែវមរកតដល់អញ្ចឹងពីជំនាន់ហ្នឹងគេកសាងវត្ត5ធ្វើបុណ្យអញ្ចឹងបានជារាជធានីដែលស្ដេចពញាយ៉ាតយករាជធានីមកតាំងនៅចតុមុខហ្នឹងកសាងវត្ត5តាមលំនាំរឿងហ្នឹងដែរហ្នឹងប្រហែលជាគេធ្វើតាមរឿងហ្នឹងបានវត្តនៅភ្នំពេញដាក់ឈ្មោះដូចរឿងហ្នឹងដែរញោមមកដឹងតំណែងទៅដល់ស្ដេចស្រុកគេណោះគេដើររកកពីគេប៉ើងសពៅទៅឯណារត់ដឹងថាមកនៅស្រុកខ្មែរគេមកសុំទៅវិញស្ដេចខ្មែរយើងឆ្លាតថាព្រះអង្គឲ្យទៅវិញទៅចាំទូលបង្គំហែមកថ្វាយឲ្យសមនឹងបកតនាម7ថ្ងៃទៀតទេមកហើយត្រឡប់មកវិញប្រាប់អ្នកប្រាជ្ញខ្មែរយើងប្រមូលឲ្យអស់គ្នាមកច្រឡងកពីច្រឡងដាក់ក្រាំងមាសខ្លះក្រាំងប្រាក់ខ្លះស្លឹកថ្នោតខ្លះស្លឹករឹតខ្លះរួចទៅចែកឲ្យគ្រប់វត្តពេញមកស្រុកខ្មែរនឹងចែកគ្រប់កន្លែងហើយអាច្បាប់ដើមទៅឲ្យគេអាច្បាប់ត្រឡប់ច្បាប់ចម្លងយើងមានពេញប្រទេសរៀបហែទៅអុជធូបសុំព្រះអង្គឲ្យព្រះអង្គបកែវមរកតព្រះអង្គគង់នៅស្រុកខ្មែរនឹងហើយព្រះអង្គគង់នៅហ្នឹងហើយស្រាប់តែបកែវមរកតចេញចូលពណ៌រាំងស្អីព្រិចសំដាយរិទ្ធបរិហាបើអញ្ចឹងមិនបាច់ហែទៅទេហែទៅកពីទៅដល់ប្រទេសភូមាហ្នឹងទៅស្ដេចគេមកទទួលគេសួរថៃណាព្រះកែវមិនក៏មិនឃើញព្រះអង្គបានបត្រៃ3ដកទៅហើយទុកបកែវមកអង្គនៅស្រុកខ្មែរទៅទុកបានបកែវមរកតហ្នឹងនៅជាប់ក្នុងបរមរាជវាំងយើងទល់សពថ្ងៃហ្នឹងទៅកែវមរកតយើងហៅវាបកែវមរកតហ្នឹងគឺនៅទល់សពថ្ងៃហ្នឹងទៅរួចបត្រៃ3ដកយើងហ្នឹងចាប់ដើមមានក្នុងស្រុកខ្មែរហើយប៉ុន្តែសិតតែភាសាបល័យទេសិតតែបល័យសតអត់មានចេះអញ្ចឹងពីជំនាន់ដើមហ្នឹងតាចេញទៅរៀនទៅបួសរៀននៅមោពុទ្ធេយោសធំហ្នឹងចេះតែរៀនវត្តនេះចេះបន្តិចទៅវត្តនោះចេះបន្តិចវត្តនោះចេះបន្តិចមិនដូចគ្នាដល់មករជ្ជកាលជំនាន់ក្រោយនេះខ្មែរយើងបានទទួលឥទ្ធិពលហ្នឹងមកធ្វើការបកប្រែក្នុងឆ្នាំចំនួន3រជ្ជកាលគឺប្របាទនរោត្តមស៊ីសវត្តប្របាទនរោត្តមនិងប្រសិទ្ធអនុអញ្ចឹងតាំងពីឆ្នាំ1929 930ចាប់ផ្ដើមបង្កើតក្រុមជំនុំបកប្រែរហូតដល់ឆ្នាំ1968-69បានចប់អានឹងគ្រាន់តែចប់ក្នុងការបកប្រែឥឡូវហ្នឹងរឿងបត្រៃ3ដកហ្នឹងចូលមកស្រុកខ្មែរហូរមកតាមរយៈចៃដន្យអញ្ចឹងទេប្រគុណម្ចាស់ឆ្លើយបានប៉ុណ្ណេះនៅខ្វះនៅកន្លះតាណារឿងរ៉ាវនេះវែងឆ្ងាយណាស់ប៉ុន្តែសម្ដែងវែងទៅក្រែងលោយាយតាហ្នឹងទៅផ្ទះអស់អត់អ្នកយ៉ាងកាញ់អីហ៎បើអញ្ចឹងទេចុកដៃចុកជើងផងបើតែគុណនេះមកពីណាពីអង្គនេះទេមកឲ្យឯងទៅផ្ទះទេយ៉ាចុកចកេះអញ្ចឹងងាប់ហើយបើអញ្ចឹងទេសម្ដែងប៉ុណ្ណេះនៅលើនៅលួខ្វះតាណាមេតាលៃលោកសៀតសោកបំពេញឲ្យផងរួចបើវែងពេកច្រាប់ចេញផងដូចសម្លហ្នឹងស្លរួចប្រគេនឲ្យភ្លក់មើលទៅបើខ្វះអំបិលខែម្ទេសមកត្បាល់ទៀតទៅសុំជ្រាបអតិសន្តរាងខោវៈមនាលោកម្ចាស់ដែលមានបញ្ញាឆ្លាតណាស់ញោមនឹងឲ្យឆ្លើយដូចជាគ្មានតាក់គ្មានតសោះហើយអាត្មាគិតថាមកពីនោះមកដល់នេះនឹងសួរអនុថែនឹងឲ្យបាសជើងលើក្រែនឹងហ្មងប៉ុន្តែមិនទាន់បាសជើងទៀតទេញោមអាត្មាចេះសួរលិចសួរកើតតាំងពីអ្នកឲ្យទឹកញាតិញោមអ្នកស្ដាប់នឹងមានប្រមាណទឹកអីឆ្លើយរួចទាំងអស់ហើយបើសិនជាឆ្លើយឆ្លាតអញ្ចឹងទេមិនអីទេអនុថែសំឡេងអនុថែឆ្លើយនឹងមកតាក់ទាញអារម្មណ៍កណាចង់តែឲ្យសួរបន្ថែមទៅហ្មងឥឡូវនេះខ្ញុំបកករណាស្ដាប់បានហើយហូរចូលពុទ្ធកម្ពីបត្រៃបិដកធរអានឹងហូរចូលមកប្រទេសខ្មែរនឹងតាមរយៈដោយអនុថែបានបកស្រាយប៉ុន្តែជាចុងក្រោយនោះលោកថាធរខ្លះហូរតាមរយៈចៃដន្យដោយលោកបានបកស្រាយរយៈចៃដន្យហ្នឹងចៃដន្យយ៉ាងម៉េចទៅអនុថែមើលសូមបញ្ជាក់ទម្លាក់សេចក្តីទៅនឹងបន្តិចទៀតទៅមើលសូមរតនីសំពៅទាំងពីរដែលប៉ើងមកស្រុកខ្មែរហ្នឹងយើងមិនមែនហៅគេឲ្យមកទេវាមកដោយចៃដន្យខ្លួនវាសូមនិមន្តជ្រាបសាធុមកចៃដន្យដោយខ្លួនវាហ្នឹងបានន័យថាវាប៉ើងមកបើមិនជាប៉ើងមកបើតាមខ្ញុំបកករណាគិតប្រហែលជាមានអ្នកណាធ្វើឲ្យប៉ើងមកអនុថែមើលសូមបញ្ជាក់ទៅនឹងបន្តិចទៀតទៅមើលសូមរតនីខ្យល់សូមនិមន្តជ្រាប
សាធុខ្យល់ឲ្យប៉ៅមកដោយចៃដន្យនឹងដោយសារខ្យល់ហើយញោមណាហ្នឹងហើយបានន័យថាយើងមិនព្រៀងទុកទេស្រាប់តែធ្វើមកណាអាខ្យល់ហ្នឹងវាប៉ៅមកតែម្ដងឥឡូវនេះខ្ញុំបកករណាបានជ្រួតជ្រាបហើយមើលទៅមកហ្នឹងដូចជារៀងច្រើនដែរមើលលោកតាលោកយាយហ្នឹងដូចអាត្មាដែរអត់ញោមអាត្មានេះឯដកខាងក្រោមហ្នឹងកំពុងតែធ្វើទុកហើយអញ្ចឹងប៉ុន្តែដោយសារអនុថែនឹងឆ្លោយបរោះតាំងពេលហ្នឹងទោះបីធ្វើទុកយ៉ាងណាទុកសិនណាហ្នឹងហើយសួរអនុថែបន្ថែមបន្តិចទៀតទៅសិនមើលអនុថែញាតិញោមពុទ្ធបរិស័ទដែលគាត់បានកសាងធ្វើបុណ្យនៅក្នុងពេលនេះមានតាំងពីដង្ហែកំពីបត្រៃបិដករួមទាំងអត្ថកថាតើបានផលបានអានិសង្សបានប្រយោជន៍យ៉ាងណាដែរទៅអនុថែសូមនិមន្តវិសាចនីសួរគេនឹងដូចជាច្រើនពេកឲ្យសុំសួរទៅវិញមកសំណួរស្ដាប់មើលមិញហ្នឹងវាឆ្ងល់លើទេអាត្មាមិនได้ឆ្ងល់ខអីជ្រៅទេឆ្ងល់រាក់ទេឆ្ងល់ប្រគុណម្ចាស់ថាអៃដខាងក្រោមរបស់លោកហ្នឹងវាកំពុងតែធ្វើទុកស្អីគេអាអៃដខាងក្រោមហ្នឹងវាអត់យល់សូមនិមន្តបញ្ជាក់អនុថែមកសួរអៃដខាងក្រោមរបស់ខ្ញុំកណាមិនហ៊ានឆ្លើយទេញោមហើយញោមវិភាគខ្លួនឯងទៅអៃដខាងក្រោមរបស់អាត្មាហ្នឹងអីគេហើយមិនហ៊ានឆ្លើយទេអនុថែគិតខ្លួនឯងទៅប៉ុណ្ណឹងចោលអនុថែបើអៃដខាងក្រោមខ្ញុំកណាជើងកំពុងតែចុកដែរហើយនឹងអៃដខាងក្រោមស្អីទេអរគុណណាស់អៃដខាងក្រោមនេះបានចំជាអ្នកសំនួនវោហាមែនចេះពាក្យថ្មីមួយទៀតហើយចេះពាក្យថ្មីមួយទៀតហើយញោមណាពាក្យអៃដខាងក្រោមញោមញាតិពុទ្ធបរិស័ទការបកប្រែបត្រៃបៃដកខ្មែរអីគិតថាអាចញាតិញោមអាចស្ដាប់តទៅទៀតបានអត់ញោមបើថាមិនបានអាងចប់យេបន្តិចទៅទៀតទៅចុះញោមណាមិនដែលបានជួបគ្នាមិនដែលបានមកម្ដងសំដែងជំនួសអាពេលមិនបានមកមុននោះញោមញាតិពុទ្ធបរិស័ទការបកប្រែបត្រៃបីដកយើងចាប់ផ្ដើមបង្កើតក្រុមជំនុំទើបនឹងធ្វើបានមួយក្បាលសម័យអាណានិគមបារាំងស្រាប់តែមានបារាំងមួយមកសុំមើលមកសុំមើលឃើញយីអស់ចាម្ល៉េះខ្មែរយើងបើគិតមើលទៅល្បីជាងគេពេញពិភពលោកមកពិភពលោកទាំងអស់គ្មានប្រទេសណាហ៊ានប្រែបត្រៃបីដកមុនគេទេមានតែខ្មែរយើងទេពីសម័យស្ដេចរុទ្រវរ្ម័នមាននិយាយថាខ្មែរយើងប្រែបត្រៃបីដកឲ្យចិនទៀតផងណោះច្រឡងជាអសរចិនឲ្យទៀតប៉ុន្តែសម័យនេះមានឮតំណែងថាប្រែបត្រៃបីដកនឹងច្បាស់លាស់មុនគេល្បីណាញោមណាប្រទេសណាក៏រៀនធ្វើដែរប្រទេសខ្មែរយើងធ្វើប្រាសាទអង្គរអត់មានទៅចម្លងពីណាមកទេអញ្ចឹងខ្មែរយើងបង្កើតរបស់ខ្លួនយើងរកឃើញឡើងគៀបលើដើមថ្នោតបានទឹកយកមកធ្វើស្ករទៀតមិនដឹងជាពិសោធន៍អាម៉េចបើមួយនឹងដីមួយលើចុងឈើអញ្ចឹងខ្មែរយើងមិនធម្មតាអាប់ទុកប្រមាណយកប្រមាណថ្ងៃយកមកហូបកើតដូចពហុដូចម៉ាំមករបស់ស្អុយគួរតែបោះចោលគេធ្វើហូបកើតអញ្ចឹងខ្មែរយើងនេះអត់មាន delay អត់មានហួសកាលកំណត់អីទៀតណាហើយអញ្ចឹងខ្មែរយើងបរិបូរដោយអ្នកប្រាជ្ញណាស់ពីដើមប៉ុន្តែអកុសលដោយសារសង្គ្រាមច្រើនពេកទៅបានយើងបាត់បង់ឥឡូវញោមញាតដាក់សភៅធម៌ហ្នឹងគឺដើម្បីពង្រឹងពូជអ្នកប្រាជ្ញឡើងវិញព្រោះអ្នកប្រាជ្ញមិនដែលកើតមកប្រាជ្ញឯងទេតទៅរៀនសិនហើយរៀនពីណារៀនពីសភៅចំណេះវិជ្ជានៅក្នុងសភៅអ្នកប្រាជ្ញចេញពីកាពីចេញពីសភៅហ្នឹងឯងបើចេញទៅពីសាលាអញ្ចឹងសិស្សចេញពីសាលាហ្នឹងទៅ1000នាក់ប្រាជ្ញទាំង1000ហើយអត់ទេមួយសាលាមានប្រាជ្ញមួយប្រាជ្ញពីរដោយសារអ្នកហ្នឹងអាសាស្រាវជ្រាវអ្នកណាចង់ខ្លាយខ្លួនទៅជាបញ្ញវន្តមើលសភៅចប់1200ក្បាលទៅបញ្ញវន្តហើយញាតិញោមមើលគ្រប់នៅតែបាន1200ក្បាលទៅបញ្ញវន្តហើយបត្រៃបិដកទៅ110ក្បាលហើយញោមណាតែយើង1200ក្បាលយូរដែរញោមមកស្រាប់តែបារាំងហ្នឹងឃើញតែធ្វើបានមួយក្បាលអស់ចាបារាំងសុំធ្វើបន់ឆ្លងមុនគេទៅមួយក្បាលសោះធ្វើបន់ឆ្លងមុនគេដល់តែពេលធ្វើបានចប់សពគ្រប់ទៅបកប្រែចប់ហែមកជាប់យកទៅដាក់ប៉ារីសមានលោកសង្ឃនៅប្រទេសដទៃទៀតតាំងពីប្រទេសស្រីលង្កាប្រទេសភូមាប្រទេសអីគេឆ្ងល់ទេតែជិះប្រទេសកម្ពុជាហ្នឹងនៅឯណាមើលក្នុងផែនទីហ៎មិននឹងឃើញផងហ៊ានប្រែបត្រៃបីដកដាក់ជាភាសាខ្លួនឯងផងបល័យផងអីក៏ខ្លាំងម្ល៉េះណែគេចង់ដឹងអញ្ចឹងរហូតដល់ពិភពលោកគេរកឃើញប្រទេសខ្មែរយើងគេចម្លងបត្រៃបីដកខ្មែរយើងដាក់នៅបណ្ណាល័យគ្រប់ប្រទេសទាំងអស់ញោមណាហើយយើងកំពុងតែប្រែសបាយរីហើយធ្វើអត្ថកថាតទៀតវាស្រាប់តែសង្គ្រាមផ្ទុះពីឆ្នាំ70ដល់75អតេវាំងវាដាក់អេសងអង្គបាញ់ក្លោងដាក់មកយើងហ្នឹងក៏វាបាក់ដៃគ្នាស្លាប់អីខ្លះស្រាប់តែពី75ដល់79គុំគៀលទៀតបត្រៃបីដកគេដុតចោលចឹងខ្ទេចនៅសល់ខ្លះគេហែកជក់គេហែកអីវត្តអារាមคล้ายទៅជាទ្រង់ជ្រូកคล้ายទៅជាព្រៃរហោឋានសពបែបយ៉ាង
ស្រាប់តែបាយចិត្ត9មកគេបើកឲ្យមានសាសនារណសេសាមគ្គីសង្គ្រោះជាតិកម្ពុជារំដោះមកវិញឲ្យយើងមានសិទ្ធិកាន់ពុទ្ធសាសនារមើលបត្រៃបិដកក្នុងស្រុកខ្មែរទៅបានពាក់កដាលបានអស់ពាក់កដាលបានទៅជប៉ុននៅប្រទេសជប៉ុនគេមានគ្រប់បានបោះពុំពីជប៉ុនមកវិញអង្គការជំនួយជប៉ុនឈ្មោះតូអង្គការសូតូស៊ូនិងអង្គការរីសូកូសៃកៃជួយបោះពុំផ្សព្វផ្សាយចែកពេញស្រុកខ្មែរនឹងទៀតនៅតែវាមិនគ្រប់នៅតែវាមិនគ្រាន់នៅមានវត្តខ្វះខាតដូចវត្តនឹងខ្វះខាតអញ្ចឹងបានញោមម្ចាស់បុណ្យហ្នឹងក៏លេចរកមើលកន្លែងខ្វះចន្លោះឃើញគាត់នាំគ្នាធ្វើដាក់នៅកន្លែងវត្តហ្នឹងអញ្ចឹងទៅដូចអានិសង្ឃអាម៉េចបើយើងនិយាយពីធម្មទាននិងអមិសទានលោកថាអ្នកឲ្យអមិសទានហ្នឹងប្រគេនចង្ហាន់ដល់ប្រសង់ប្រពុតបច្ចេកពុទ្ធគង់ត្រួតគ្នាតាំងពីដីរហូតព្រមលោកច្រើនប៉ុណ្ណឹងយកជាពរលោកដូចបដូរចេញទៅប្រគេនគេថានៅតែបានបន់តិចជាងអ្នកធ្វើធម្មទានមកគេថាពីគេថាទៀតអញ្ចឹងធម្មទានបានបន់ច្រើនជាងបើយើងនិយាយតាមទស្សនវិជ្ជាលោកខំជឿគេថាស៊ូបង្រៀនមនុស្សឲ្យចេះស្ទូចត្រីកុំទៅស្ទូចត្រីឲ្យមនុស្សពីព្រោះបើស្ទូចឲ្យវានៅតែស្ទូចឲ្យរហូតតបង្រៀនវាចេះខ្លួនឯងទៅវាចេះស្ទូចខ្លួនឯងខ្មែរយើងថាបង្រៀនកូនឲ្យចេះដាំបាយទៅគ្រាន់បើជាងតែដាំបាយឲ្យកូនហូបពុទ្ធសាសនាថាធម្មទានឈ្នះអស់អមិសទានមានន័យថាបង្រៀនគេឲ្យចេះអញ្ចឹងអ្នកឲ្យធម្មទានឈ្នះអស់ទានទាំងពួងដែលមនុស្សដឹងគុណឪពុកដឹងគុណម្ដាយមានការងារមានអីនឹងដោយសារអីអ្នកឲ្យធម្មទានឈ្មោះថាឲ្យគេល្អឲ្យគេខ្លាយជាមនុស្សកតញ្ញូឲ្យគេបានចេះដឹងឲ្យគេមានទ្រព្យសម្បត្តិឲ្យគេមានការងារឲ្យគេបានឋានសួគ៌ឲ្យគេបាននិព្វានឲ្យគេមានបញ្ញាហើយឲ្យរបៀបម៉េចឥឡូវញោមចាំមើលអាត្មារំគាយគេមករៀនសូត្រចេះដឹងពីកពីញោមស្រាប់តែគេទៅចោះទៅចេញទៅគេធ្វើការងារមន្ត្រីរាជការមានយសមានស័ក្តិដូចជាដេជោដាំដិនដេជោមាសដែលរៀនចេញដេជោមាសដែលរៀនចេញពីពុទ្ធសាសនាដែរហ្នឹងដោយសារអីយសលៀបយសទាំងអស់ហ្នឹងដោយសារអីដោយសាររៀនពីកពីបត្រៃបៃដករៀនពីសិភៅញោមអញ្ចឹងយសស័ក្តិហ្នឹងញោមម្ចាស់សិភៅអ្នកឲ្យគេរៀនសូត្រចេះដឹងគេត្រឡប់ទៅវិញទៅរកស៊ីចំនួនជួញប្រែខ្លាយជាអ្នកមានទ្រព្យសម្បត្តិហ្នឹងបានពីណាមកញោមអ្នកម្ចាស់សិភៅហ្នឹងអ្នកឲ្យគេព្រោះគេរៀនមានចំណេះចេះដឹងគេរៀនសិភៅហ្នឹងគេចេះខអាគោរពដឹងគុណពុកដឹងគុណម៉ែខ្លាយជាកូនកតញ្ញូខ្លាយជាមនុស្សល្អក្នុងសង្គមជាតិអាសេចក្តីល្អហ្នឹងបានពីណាមកម្ចាស់សិភៅហ្នឹងអ្នកឲ្យគេខំដឹងគុណម៉ែដឹងគុណឪគេធ្វើបន់ជូនម៉ែឪគេនាំគ្នាទៅឋានសួគ៌តង្វងហ្នឹងទៅឋានសួគ៌ហ្នឹងដោយសារណាម្ចាស់សិភៅអ្នកឲ្យគេទៅឋានសួគ៌ហើយគេខំស្ដាប់ធម៌រៀនធម៌បប្រតិបត្តិរស់ខ្លួនចេញពីទុកបានទៅព្រះនិព្វានហ្នឹងដោយសារណាម្ចាស់សិភៅអ្នកឲ្យគេទៅនិព្វានហ្នឹងហើយអ្នកឲ្យទានបត្រៃបីដកអញ្ចឹងបានក្នុងគម្ពីរខ្លះលោកពោលថាអ្នកឲ្យទានបត្រៃបីដកហ្នឹងយើងគិតថាពុទ្ធបូជាមហាដេជោធម្មបូជាមហាបញ្ញោសង្ឃបូជាមហាធនណាំងបូជាពុទ្ធមានដេជះច្រើនណាស់បានកើតជាចវាយស្រុកចវាយឃុំចវាយខេត្តមន្ត្រីរដ្ឋមន្ត្រីជាស្ដេចបូជាពធមានបញ្ញាបូជាប្រសង្ឃមានទ្រព្យធនប៉ុន្តែគេថាកសាងពុទ្ធបានអានិសង្ឃយ៉ាងហ្នឹងបើធៀបបត្រៃបីដកអសរមតួស្មើពុទ្ធមួយអង្គអសរមតួស្មើពុទ្ធមួយអង្គអសរមតួស្មើពុទ្ធមួយអង្គរួចមតួហ្នឹងអសរប្រមាណតួទៅពុទ្ធមិនដឹងប្រមាណអង្គទេណាញោមណាខ្លះថាកសាងពហិ 84000 ទេនោះនៅតែមិនស្មើនឹងអានិសង្ឃធម្មទានផងអញ្ចឹងធម្មទាននេះធ្វើឲ្យគេភ្លឺស្វាងធម្មទានធ្វើឲ្យពិភពលោកបានសុខសន្តិភាពធម្មទានធ្វើឲ្យមនុស្សយើងចប់សង្គ្រាមធម្មទានធ្វើឲ្យយើងបានឋានសួគ៌ធម្មទានធ្វើឲ្យយើងចេះស្រឡាញ់គ្នាធ្វើឲ្យយើងលែងខ្វាក់លែងខ្វាន់លែងខ្វងលែងទៅនរកកើតដោយសារពន្លឺពុទ្ធសាសនាគឺផ្សាយចេញពីធម្មទានតាមរយៈបត្រៃបីដកហ្នឹងអញ្ចឹងអានិសង្ឃអ្នកឲ្យគេបានសុខចម្រើនហ្នឹងអានិសង្ឃហ្នឹងត្រឡប់មកបានខ្លួនយើងហ្នឹងវាសបោមានបញ្ញាយើងដាំពូជបញ្ញាសបោចំណេះឲ្យដល់អ្នកដទៃឲ្យគេបានសុខយើងសបោសេចក្តីសុខឲ្យគេបានទ្រព្យយើងសបោទ្រព្យបានមកខ្លួនយើងនឹងឯងពពោធិសត្វនៃយើងជាតិមួយឈ្មោះសទ្ធោតនៈឈ្មោះសទ្ធត្ថអញ្ចឹងដែរញោមពពោធិសត្វនៃយើងបានជាវកពីបត្រៃបីដកហែដាក់វត្តដទៃកាលពីពុទ្ធពីបុរាណបានព្រះអង្គកើតឡើងមានបញ្ញាភ្លឺថ្លារស់ជាតិរហូតបានត្រាស់ជាពុទ្ធហ្នឹងក៏អានិសង្ឃធម្មទានដែរព្រះសរិបុត្រដែលបកាយចាំណាស់ហ្នឹងក៏អានិសង្ឃធម្មទានដែរសត្វតអ្នកធ្លាប់ជួយជាសត្រាជួយជាប្រដាប់ការពារសត្រាប្រដាប់ចាសត្រាមានរឿងរ៉ាវច្រើនណាស់ប៉ុន្តែសំដែងមិនអស់ទេហើយបើចង់បានដឹងសេចក្តីនឹងឲ្យច្បាស់មានតែផ្លូវមួយយ៉ាងទេគឺអរតនីប្រគុណម្ចាស់មហាថែនឹងឲ្យសំដែងសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែបានបកស្រាយមកល្មមស្ដាប់បានហើយអំពីបញ្ហាអានិសង្ឃឥឡូវនេះដើម្បីបន្ធូរបន្ថយការហត់នឿយរបស់អនុថែខ្ញុំបកករណានឹងជួយចូលរួមបន្តិចប៉ុន្តែសង្ឃឹមថាអនុថែបន្ទាប់ពីសម្រាប់ទៅមើលกระดาษនេះអនុថែ
រង្វាន់លោកតាអាចារ្យហ្នឹងគាត់ទៅសេមកហើយខ្ញុំបកករណាជួយរំលែកសេចក្តីទុកអនុថែហើយហុចកដាស់នឹងមកឲ្យកណាវិញចាំកណាសួរញាតិញោមរឿងអានិសង្ឃរបស់អ្នកដែលកសាងអដ្ឋកថាក្តីប្រត្រៃបិដកក្តីនេះនៅក្នុងគម្ពីរពុទ្ធសាសនាលោកសម្ដែងថាបានអានិសង្ឃនឹងច្រើនមិនអាចនឹងគណនាបានទេនឹងច្រើននោះមហាច្រើនណាស់ដោយសារអីដោយសារតែថាព្រះធម៌ក្តីព្រះវិន័យដែលព្រះពុទ្ធទ្រង់ត្រាស់ប្រកាសសម្ដែងមកនេះមានតម្លៃកាត់ថ្លៃមិនបានទេដែលព្រះអង្គទ្រង់បានកសាងរហូតទៅដល់អស់84000អសង្ខ័យកម្រៃមួយសែនកាប់តម្រាំនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធអញ្ចឹងហើយបានជាពុទ្ធវចនៈទាំងអស់នេះមុននឹងព្រះអង្គបរិនិព្វានបានផ្ដាំនឹងអនន្តណហន្តទានិភិកវេអាមន្តយាមិវោភិកវេខយវយធម្មាសង្ខារាអបមាទេនសម្បាទេថៈបានន័យថាមនាលភិក្ខុទាំងឡាយណាហើយឥឡូវនេះតថាគតដាស់តឿនអ្នកទាំងឡាយឲ្យបានដឹងសង្ខារធម៌ទាំងឡាយកើតឡើងហើយនឹងវិនិច្ឆ័យទៅវិញជាធម្មតាអ្នកទាំងឡាយចូលញ៉ាំប្រយោជន៍ទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទបានន័យថាធម៌ដែលព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងមកហើយឲ្យយើងទាំងអស់គ្នានឹងឯងគោរពប្រតិបត្តិសិក្សាតាមនឹងឯងយកឧបនិស្ស័យទៅរៀនខ្លួននឹងទៅដូចជាមកកន្លែងទៀតព្រះអង្គទ្រង់សម្ដែងថាព្រះអង្គទ្រង់សម្ដែងថាព្រះធម៌ឯណាដែលតថាគតសម្ដែងហើយវិន័យឯណាដែលព្រះអង្គទ្រង់បញ្ញត្តិហើយព្រះធម៌និងព្រះវិន័យនោះជាសាស្តារបស់យើងហើយបានព្រះអង្គទ្រង់សម្ដែងអំពីអានិសង្ឃដែលនៅក្នុងការនោះព្រះសរិបុត្រដែលញាតិញោមល្បីថាជាអ្នកមានបញ្ញាឆ្លៀសវៃនោះសរិបុត្រមានបញ្ញាណាស់ប៉ុន្តែលោកនៅតែមានការងឿងឆ្ងល់អំពីអ្នកធ្វើនៅធម្មទានអំពីអ្នកធ្វើធម៌ឬក៏ធ្វើទានអ្វីដែលបានអានិសង្ឃច្រើនទៅទូលសួរព្រះអង្គថាបបពុតព្រះអង្គដ៏ចម្រើនតើបុគ្គលកសាងនៅពុទ្ធវចនៈមានគម្ពីរធម៌អាដែលព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងមានបត្រៃបិដកអីហ្នឹងជាដើមតើបុគ្គលនោះបានអានិសង្ឃបានបុណ្យកុសលយ៉ាងណាដែរបានប៉ុន្មានដែរបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាមនាលសរិបុត្ររឿងបុគ្គលអ្នកកសាងបត្រៃបិដកធម៌អាសខាវិន័យដែលព្រះពុទ្ធពីបុរាណបានសម្ដែងមកនេះបានអានិសង្ឃមិនអាចនឹងគណនាបាននោះទេបធម៌ដែលតថាគតសម្ដែង84000បឋមខណ្ឌនេះកុំថាឡើយទាំង84000បឋមខណ្ឌសូម្បីតែមួយតួអក្ខរៈក៏បុណ្យកុសលនឹងរាប់មិនបានប្រមាណមិនត្រូវពីព្រោះថាក្នុងកាលនោះកាលតថាគតកើតជាតកូលកើតជាតកូលអាមាត្យនោះកើតជាអាមាត្យនឹងបានកសាងទិញនៅសិភៅមួយក្បាលប្រគិនព្រះសម្មាសម្ពុទ្ធចំនួនមុនដល់តែប្រគិននៅសិភៅហ្នឹងទៅបានប្រពុតហ្នឹងព្យាករឲ្យអាមាត្យហ្នឹងណាញោមថាអនាគតជាតិទៅអាមាត្យហ្នឹងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធមួយអង្គទ្រង់ព្រះនាមថាសមណគោតមណែអាស្រ័យដោយសារឧបនិស្ស័យកសាងនៅគម្ពីរពុទ្ធវចនៈនឹងឯងអញ្ចឹងបានន័យថាយើងកសាងបន្តិចបន្តួចបានអានិសង្ឃច្រើនឥឡូវនេះលោកអ្នកម្ចាស់ផ្ដើមបុណ្យថែមទាំងប្រត្រៃបិដក110ក្បាលហើយរួមទាំងអដ្ឋកថាបន្ថែមទៀតញោមអញ្ចឹងបានបុណ្យបានកុសលច្រើនណាស់ហើយនៅក្នុងនោះលោកបានបញ្ជាក់ថាបុគ្គលដែលធ្វើនឹងអនាគតជាតិទៅរមែងកើតនៅក្នុងនឹងស្លាយទៅជាស្ដេចចក្រពត្តិត្រាធិរាជអស់840កាប់840កាប់ហ្នឹងនៅក្នុងនោះបញ្ជាក់អញ្ចឹងហើយលោកថាមួយក្នុងមួយកាប់ហ្នឹងมันអាចនឹងរាប់បានទេមួយកាប់ហ្នឹងគេប្រើគេហៅថាប្រៀបធៀបណាញោមมันរាប់បានទេមួយកាប់ហ្នឹងបើអ្នកកន្លែងខ្លះគេថាឲ្យយកគ្រាប់ស្ពៃហ្នឹងមករាយនៅផ្ទៃផែនដីមកយោជ4ជ្រុងយកគ្រាប់ស្ពៃហ្នឹងឯងមករយមកក្រក់មកយោជ4ជ្រុងទៅហើយក្នុង100ឆ្នាំឲ្យទេវតាចុះមករើសមកគ្រាប់យកទៅហើយដល់ឆ្នាំក្រោយមករើសមកគ្រាប់ទៀតតើទៅរើសគ្រាប់ស្ពៃអស់បាទដីមកយោជ4ជ្រុងហ្នឹងអាហ្នឹងបានស្មើនឹងមួយកាប់អាហ្នឹងគេប្រៀបធៀបហើយប្រៀបធៀបមួយទៀតថាថែមថ្មកម្រាស់1យោជ4ជ្រុងហើយក្នុងមួយឆ្នាំឲ្យទេវតាចុះយកអំបោះហ្នឹងមកបោះមកខ្វាច់អញ្ចឹងទៅហោះឡើងទៅលើបាត់ទៅឆ្នាំក្រោយមកបោះថែមមកខ្វាច់ទៀតបោះតតែសឹកថ្មហ្នឹងឲ្យរិចឲ្យអស់បានស្មើនឹងមួយកាប់ហើយដល់ទៅពេលឥឡូវនេះដល់ទៅពេលអានិសង្ឃហ្នឹងបាន8400កាប់ហ្នឹងអាហ្នឹងច្រើនប៉ុណ្ណាទៅញោមបើសិនជាមកកាប់ហ្នឹងវាប្រហែលហ្នឹងទៅហើយអញ្ចឹងច្រើនណាស់ហើយដល់ទៅពេលអញ្ចឹងស្ដេចចក្រពត្តិហ្នឹងវាអស្ចារ្យដែរញោមហើយមួយទៀតអានិសង្ឃមួយទៀតនឹងคล้ายទៅជាស្ដេចទេវរាជគេហៅថាទេសរាជ
ប៉ុន្តែជាស្ដេចនឹងយ៉ាងម៉េចទេញោមនៅក្នុងកាពីនោះអាត្មាវាមិនបានសិក្សាច្បាស់លាស់ដែរណាហ្នឹងគេដាក់ថាទី1ហ្នឹងស្ដេចចក្រពត្តិប្រាធិរាជទី2ស្ដេចទេសរាជនឹងឯងស្ដេចទេសរាជហ្នឹងគ្រប់គ្រងនឹងឯងបាន9អសង្ខ័យ9អសង្ខ័យហើយញាតិញោមដឹងហើយពាក្យថាអសង្ខ័យហ្នឹងលោកឲ្យតែសេលេខ1ហើយដាក់លេខ0ហ្នឹង140ហើយនឹងឯងស្មើ100អសង្ខ័យដល់ទៅពេល90អសង្ខ័យមិនដឹងជាយ៉ាងណាញោមវាច្រើននោះវាហួសច្រើនទៅហើយអាហ្នឹងអានិសង្ឃហើយដល់ទៅពេលនោះទៀតក្នុងនោះលោកសម្ដែងទៀតថាបន្ទាប់អំពីស្ដេចទេសរាជនឹងហើយនឹងបានទៅជាស្ដេចព្រាហ្មណ៍មហាសាលកើតនៅក្នុងព្រាហ្មណ៍មហាសាលហ្នឹងមានសម្បត្តិរួមទាំងមានប្រាជ្ញាឆ្លៀសវៃនឹងឯងអស់9អសង្ខ័យទៀតបន្ទាប់អំពីព្រាហ្មណ៍មហាសាលហើយកើតនៅក្នុងកហបតីមហាសាលទៀតហើយបន្ទាប់អំពីកហបតីមហាសាលហើយទៅកើតនៅក្នុងទេវលោកទាំង6ជាន់មានចាតមហារាជការតាវតੰយាមាតុសិតាបរិណមិតវសវតីហ្នឹងអស់9អសង្ខ័យទៀតហើយដល់ទៅពេលចុកទៅអំពីទេវលោកទាំង6ជាន់នោះបានមកកើតក្នុងឋានមនុស្សយើងនេះឯងជាអ្នកសម្បូរទៅដោយប្រាជ្ញាកើតក្នុងតកូលខ្ពស់ជាអ្នកបរិបូរទៅដោយបុណ្យកុសលជាអ្នកចូលចិត្តស្រឡាញ់បុណ្យស្រឡាញ់កុសលជាអ្នកប្រកបទៅដោយចិត្តសមាទិដ្ឋិនិងអាស្រ័យដោយសារតែបុគ្គលនោះបានកសាងនៅគម្ពីរធម៌អាសិក្ខាវិន័យរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងអញ្ចឹងអានិសង្ឃហ្នឹងច្រើនណាស់ញោមប៉ុន្តែរឿងច្រើនរឿងតិចហ្នឹងញាតិញោមវាស់ចិត្តខ្លួនឯងផងញោមណាអាហ្នឹងដូចជាយើងធ្វើស្រូវអញ្ចឹងឧទាហរណ៍ថា1ហិកតាហ្នឹងបាន5តោនអាណា1ហិកតាហ្នឹង5តោនល្អប៉ុន្តែមិនប្រកាសថាធ្វើស្រូវ1ហិកតា5តោនទេបើជួនកាលហ្នឹងយើងមិនបានថែរក្សាដាក់ជីដាក់ទឹកអីវាចុះមកក្រោមហ្នឹងវាក្រោម5តោនវានៅតែ2តោន3តោនអីចឹងក៏មានដែរយ៉ាងណាបុណ្យកុសលរបស់យើងក៏អញ្ចឹងយើងវាស់ស្ទង់យើងទៅតាមចេតនាទាំង3មានបព្វចេតនាមញ្ញនចេតនានិងអបរចេតនាឬក៏ហៅថាអបរាបរចេតនាបើយើងមុនធ្វើក៏ជ្រះថ្លាពេលកំពុងធ្វើនឹងក៏រីករាយជ្រះថ្លាពេលធ្វើរួចហើយក៏មិនស្ដាយក្រោយនៅតែជ្រះថ្លាទៀតអាហ្នឹងពេញតែហ្មងហើយសម្បត្តិដែលអាត្មាបានសម្ដែងហ្នឹងញាតិញោមសង្ឃឹមជាញោមទុកចុះប្រកាសជាបានញោមខានទេអត់បានអាត្មាទេញោមណាហ្នឹងហើយបានញោមអ្នកធ្វើនឹងឯងឥឡូវនេះអនុថែប្រហែលជារៀងស្រួលខ្លួនតិចហើយអនុថែហ្នឹងហើយសូមអធិប្បាយស្រាយនៅសំណួរសេចក្តីរបស់លោកតាអាចារ្យហ្នឹងគាត់បានសួរហ្នឹងហើយសូមបញ្ចប់នៅពធទេសនាជូនពរញាតិញោមបន្ថែមហើយខ្ញុំបកករណាសូមលាមុនហើយសូមនិមន្តអរតនានិមន្តកណាអរប្រគុណណាស់អាចនិមន្តចុះទៅមុនក៏បានដែរញោមញាតិពុទ្ធបរិស័ទថ្ងៃហ្នឹងបានជួបសម្ដីថ្មីប្រហោះរបស់ព្រះគ្រូភ្នំកងរៃកំពង់ឆ្នាំងនេះធ្លាប់តាំងសិលនៅភ្នំកងរៃហ្នឹងវិជាគុណពេញបកាយយកមកបញ្ចេញមិនចេះអស់សត្វតែញាតិញោមធ្វើស្រូវ1ហិកតាឯណាបាន5តោនដឹងតិចញោមញាតិនៅស្រុកនេះប្រើគោញោមដឹងគោស្រុកយើងចាញ់គោកំពង់ឆ្នាំងនេះចាញ់ដាច់ទៅមកគោខេត្តកំពង់ស្ពឺអត់ចេះពាក់ស្បែកជើងទេគោកំពង់ឆ្នាំងចេះពាក់ស្បែកជើងបើញោមមិនជឿទេចាំមើលតាអាទេសដឹកមកមានក្អមមានចក្រានអានេះណៅមកហ្នឹងអត់ទៅមើលគោពាក់ស្បែកជើងបកាយអាគោកំពង់ឆ្នាំងហើយប្រគុណម្ចាស់ខ្ញុំកណាឆ្ងល់អញ្ចេះចង់សួរបន្តិចឮថាញោមញាតិធ្វើស្រូវ1ហិកតាបាន5តោនខាងព្រៃវែងសពថ្ងៃគេល្បីពូជស្រូវណាំបូងអាហ្នឹងគេថាផ្លែដូចគេក្រាលប៉ុន្តែមានស្រូវមួយបែបនោះទូតែ3កតាំងទេប៉ុន្តែមនុស្សហូបបានច្រើនគ្នាមើលចង់សួរមកសំណួរហ្នឹងតើស្រូវអីគេប្រគុណម្ចាស់នោះបងញោមអនុថែបកមកឲ្យខ្ញុំកណាសុំលាឥឡូវអត់ព្រមទៀតបកមកសួរមកសំណួរស្រូវ3កតាំងហើយធ្វើបានប្រមាណហើយអត់ស្គាល់កតាំងផងនឹងកតាំងអីផងអនុថែសុំប្រគិនសំណួរម្ដងទៀតស្ដាប់ឲ្យច្បាស់ប្រយ័ត្នតែឆ្លើយខុសអត់មានរង្វាន់ទេស្រូវហ្នឹងតែ3កជើឬ3ល្អីទេប៉ុន្តែមនុស្សហ្នឹងហូបបានច្រើនណាស់ពូជស្រូវហ្នឹងពូជចម្លែកតើពូជស្រូវអីសូមនិមន្តឆ្លើយនោះពូជស្រូវអីបើឆ្លើយត្រូវបានរង្វាន់3ល្អី3កជើប៉ុន្តែមនុស្សគ្រប់គ្នាហ្នឹងបរិភោគមិនចេះអស់ប៉ុន្តែមុនឆ្លើយដំគេរង្វាន់អនុថែមានអីទេកែវចានអីក្បាក់អីហ្នឹងនិមន្តឆាន់ចុះអនុថែហើយលោកថា
អីទៅពូជអីញោមហ៎ញាតិញោមណាដឹងបបោះប្រយ៉ងអាត្មាផងហ្នឹងញោមហ្នឹងហើយបើស្រូវ3កញ្ជើ3កតាំងអីបរិភោគហ្នឹងមិនចេះអីមិនអស់សោះស្រូវអីអាហ្នឹងប្រហែលជាស្រូវសលៃឯដឹងឯងញោមឆ្លោយស្រូវសលៃអនុថែស្រូវសលៃក៏មិនមែនស្រូវសំឡៃក៏មិនមែនស្រូវកក៏មិនមែនដែរហើយមិនមែនផ្កាខ្ញីមិនមែនសមាលីមិនមែនរំដួលដូរដីមិនមែនស្រូវថ្មបាឡាផ្ដៅបាត់រត់ឬក៏9262អីទេអត់ទេសូមនិមន្តឆ្លើយម្ដងទៀតលោកញោមមិនមែនស្រូវអីទេអនុថែមទេរាប់រោស្រូវបើមិនមែនស្រូវហុកប្រមាណហុកបណៃទេមើលស្រូវអីឥឡូវស្រូវខ្សាយមិនមែនស្រូវខ្សាយក៏មិនមែនស្រូវតណើបដែរលោកមិនមែនស្រូវខ្សាយមិនមែនស្រូវតំណើបស្រូវអីទៅញោមអើយហូមឃើញតែអនុថែឲ្យតល់ហើយគ្មានបានវ័នទេសឡប់នៅទឹកទី2អត់ចាំបាច់អាប៊ីតរាប់5ស្វ័យប្រវត្តិសឡប់ឯងស្រូវ3កតាំង3កជើសុំសួរមិនទីទៀតទេសួរកូននាងខាងក្រោមអាកជើហ្នឹងភាសាបាលីគេថាម៉េច3ដកប្រែមកខ្មែរថាម៉េចញោមប្រែថាកជើ3ដកហ្នឹងប្រែថាកជើកច្រែងប្រែថាល្អីហើយអាឡៃនឹងផ្ទុកអីបើ3ដកប្រែថាកជើប្រែថាល្អីប្រែថាកច្រែងកជើនឹងផ្ទុកអីធម្មតាខ្មែរយើងតែកជើផ្ទុកស្រូវហើយប៉ុន្តែពូជស្រូវខ្មែរយើងពូជស្រូវហូបតែមួយឆ្នាំអស់ពូជស្រូវព្រះហូបមួយអាយុមិនអស់ទេអញ្ចឹងព្រះអង្គបានទុកពូជស្រូវឲ្យយើង3កជើនោះគឺស្រូវវិន័យមួយកជើស្រូវប្រសោតមួយកជើស្រូវអភិធម្មហ្នឹងមួយកជើញាតិញោមណាខ្វះពូជយកទៅមកខ្ចីពូជពីនឹងប្របាសយកពីវត្តហ្នឹងទៅដាំពេញផ្ទះពេញស្រុកពេញភូមិហូបមិនអស់ទេហូបរាល់ជាតិហ្នឹងហើយស្រូវព្រះពូជស្រូវព្រះទេស្រូវព្រះញោមណាអរប្រគុណណាញោមញាតិបានសួរសំណួរក្នុងទីនេះប្រគេនពរប្រគុណម្ចាស់ឲ្យរវល់រហូតពីមុនទេសកម្ពុជាទំនេរថាព្រះធម៌ទាំង84000ធម្មខណ្ឌហ្នឹងគេរាប់អាម៉េចបានដឹងថាធម្មខណ្ឌគេចង់ឲ្យសួរមហាថែវិញឆ្លើយប្រាស់ឥឡូវហ្នឹងញោមមកពាក្យធម្មខណ្ឌនិងកថាខណ្ឌដូចគ្នាពាក្យធម្មខណ្ឌនិងកថាខណ្ឌបើញោមមិនស្ដាប់តន់ស្ដាប់អត់យល់ទេអញ្ចឹងញោមចាំមើលអាត្មាឧទាហរណ៍កថាខណ្ឌមុនយើងនិយាយពីដើមត្នោតមានកម្ពស់អញ្ចេះស្លឹកអញ្ចេះផ្លែវាមកអញ្ចេះគេយកមកធ្វើអីចេះចប់ដើមត្នោតខណ្ឌមួយចុះបន្ទាត់និយាយពីដើមកម្ដងអញ្ចឹងអាដើមត្នោតមិញហ្នឹង10 20បន្ទាត់មិនសំខាន់ទេសំខាន់ចប់ពីដើមត្នោតមកចូលដើមកអញ្ចឹងដើមត្នោតសុទ្ធហ្នឹងគេហៅមកកថាខណ្ឌដល់មកចូលដើមកនិយាយពីដើមកនឹងដើមនឹងជាដើមណាពីតូចសនុកដាំចេះមកផ្លែវាគេយកធ្វើខ្នើយធ្វើអីចឹងមកហើយចុះបន្ទាត់មកប្រជាជនចូលចិត្តដាំដើមកដើម្បីឲ្យខណ្ឌទៅចប់ពីរឿងដើមកហ្នឹងគេនិយាយពីស្រូវម្ដងអញ្ចឹងអាប្រយោគមួយនិយាយពីដើមប្រយោគមួយនិយាយពីស្រូវអត់ពាក់ទងគ្នាទេអាហ្នឹងកថាខណ្ឌដោយខ្លួនដើមមកកថាខណ្ឌដើមត្នោតមកកថាខណ្ឌស្រូវមកកថាខណ្ឌក្នុងកថាខណ្ឌនិងធម្មខណ្ឌហ្នឹងមានឃ្លាធំនឹង3ប្រយោគធំទី1គឺប្រយោគមេហ្នឹងគឺប្រយោគក្តោបរួមណាញោមឧបមាថាដើមត្នោតជារុក្ខជាតិដោះនៅស្រុកខ្មែរអាហ្នឹងប្រយោគមេដើមត្នោតជារុក្ខជាតិដោះនៅលើដីខ្មែរហើយប្រយោគលំអិតប្រយោគទី2ប្រយោគលំអិតដើមត្នោតជាដើមមានរាងមូលមានពណ៌អញ្ចេះស្លឹកអញ្ចេះអាហ្នឹងលំអិតពីរឿងដើមត្នោតហ្នឹងប្រយោគលំអិតប្រយោគមួយទៀតគឺប្រយោគគាំទ្រប្រជាជនខ្មែរចូលចិត្តបានផលប្រយោជន៍ពីដើមត្នោតគេស្រឡាញ់ចូលចិត្តដាំដើមត្នោតអាហ្នឹងគេគាំទ្រដើមត្នោតអញ្ចឹងក្នុងកថាខណ្ឌឬធម្មខណ្ឌមួយមានប្រយោគ3គឺប្រយោគមេប្រយោគលម្អិតនិងប្រយោគគាំទ្រអញ្ចឹងក្នុងពេលណាយើងនិយាយពីស្អីមួយចប់នឹងហៅមកកថាខណ្ឌហើយឥឡូវយើងនិយាយពីសាលាចប់បានយើងលែងនិយាយពីសាលាយើងនិយាយពីពហិម្ដងអាហ្នឹងចប់មកកថាខណ្ឌធម្មខណ្ឌដូចគ្នាចឹងដែរយើងនិយាយពីសិលនឹងមានសិល10មានសិល5មានសិល8ណាអ្នកធ្វើសិលទៅនរកអ្នកទៅឋានសួគ៌អ្នកដាច់សិលទៅនរកទៅអីឲ្យអស់មួយសិលនឹងចប់ទៅមកប្រយោគទី1ទី2អីហ្នឹងជាប្រយោគមេជាប្រយោគគាំទ្រប្រយោគលំអិតរឿងសិលហ្នឹងអាហ្នឹងនៅតែក្នុងកថាខណ្ឌមួយដែរទេនៅក្នុងធម្មខណ្ឌដែរទេដល់តែចប់ពីសិលលែងនិយាយឲ្យចូលទៀនម្ដងហ្នឹងគេហៅមួយធម្មខណ្ឌនិយាយពីសិលដល់និយាយពីទៀននិយាយ
ពីក្នុងទៀនហ្នឹងលំអិតពីទៀនហ្នឹងទៀតហើយគ្រប់គ្រងពីទៀនហ្នឹងទៀតរហូតដល់អស់ពីទៀនហ្នឹងលែងនិយាយពីទៀននិយាយពីរឿងឯណាអានិសង្ឃស្ដាប់ធម៌ម្ដងឬក៏ឈប់ពីទៀនហ្នឹងទៅនិយាយពីដែលវិជាបច្ចៈនិងសមាធិម្ដងអញ្ចឹងចុះអញ្ចឹងអាទៀននេះគេហៅមកកថាខណ្ឌទៀតនិយាយពីទៀនមកកថាខណ្ឌនិយាយពីរឿងសមាធិហ៎និយាយពីបុណ្យហ្នឹងប្រយោគមេគេថាបុណ្យហ្នឹងគឺជាអំពើកុសលប្រយោគលំអិតបុណ្យហ្នឹងមានប្រមាណយ៉ាងប្រយោគគ្រប់គ្រងអ្នកធ្វើបុណ្យទៅកើតឯណាអីចឹងមកគេឆ្លាញ់បុណ្យកន្លែងចឹងទៅអាហ្នឹងមានប្រយោគធំៗ3ហ្នឹងគ្រប់គ្រងគ្នាចឹងទៅដល់តែពេលចប់ពីរឿងបុណ្យហ្នឹងខណ្ឌចប់ចុះបន្ទាត់និយាយពីរឿងបាបម្ដងអាបុណ្យហ្នឹងមកកថាខណ្ឌមកធម្មខណ្ឌបាបមកធម្មខណ្ឌហ្នឹងធម្មខណ្ឌគេរាប់អញ្ចឹងញោមអត់មានវាស់ឃ្លាវាស់ប្រយោគដូចអក្ខរៈដូចបាបដូចគេថាទេញោមណាធម្មខណ្ឌហ្នឹងកថាខណ្ឌដូចគ្នាហើយលោកដាលោកយាយសមាទានសិល8ហើយសមាទានសិល5ទៀតបានឬទេអាហ្នឹងមានគ្រប់ខេត្តគ្រប់ស្រុកគេសួរអញ្ចឹងគ្រប់កន្លែងនិយាយតាមមកពីផ្ទះមកហ្នឹងគេឲ្យលុយ800មកដល់វត្តគេឲ្យ500ទៀតតើលុយនឹងវាចុះទៅវិញឬក៏វាកាន់កើនឡើងញោមនៅផ្ទះនោះកូនចៅជូនឲ្យបាន800មកទៅហើយមកដល់វត្តនេះគេឲ្យបាន500ទៀតទទួលយកអា5ទៅលុយនឹងវាធ្លាក់មក5ឬក៏វារឹតតែកើនសិលនឹងវាអញ្ចឹងដែរសិល5គេឲ្យឈ្មោះថានិច្ចសិលជានិច្ចថ្ងៃណាក៏យើងកាន់ដែរសិល5ហ្នឹងនោះដល់តែថ្ងៃ8មានសិល2សិល5ផងសិល8ផងយើងកាន់ទាំងពីរតើញោមយើងធ្វើការពីក្រសួងដែរហ្នឹងនោះពេលព្រឹកយើងកាន់ក្រសួងនេះពេលថ្ងៃក្រសួងនោះបានលុយទាំងពីរបានអានិសង្ឃទាំងពីរហ្នឹងឯងមើលដាច់សិល5សិល8ក៏ដាច់ដែរពីតាយីតិនបបកៈព្រាមក្រែងណែឯងជួបកូនណែឯងផ្ទាល់ហើយតើនិយាយគ្នាដឹងរឿងអស់ហើយមិនចាំបាច់មកធ្វើពើសួរតថាគតធ្វើអីទៀតហ៎ព្រះអង្គនៅនេះសោះព្រះអង្គដឹងដែរអូបើចឹងមានតែព្រះអង្គត្រាស់ដឹងមែនអញ្ចឹងអូត្រាស់ដឹងពិតប្រកបមែនព្រះអង្គនៅនេះសោះដឹងដែរណែពីដើមមកនៅស្ទើរមិនទាន់ជឿថាព្រះអង្គត្រាស់ផងញោមណាអញ្ចឹងបានជ្រះថ្លាពីពេលនឹងមកប្រែคลายខ្លួនចេះធ្វើបុណ្យឧទ្ទិសជូនអ្នកស្លាប់ពិតជាមានកំណើតថ្មីអញ្ចឹងញោមអើយឈ្មោះកូនតមីមួយនោះមិនរឿងកូនស្លាប់ទៅមិនទៅដើររកគ្រូឲ្យប្រោះកូនឲ្យរស់បីតកូនទៅដល់រកព្រះឲ្យជួយប្រោះកូននឹងឲ្យរស់ព្រះអង្គថាទៅសុំគ្រាប់ស្ពៃគេមកផ្ទះណាដែលគ្មានមនុស្សស្លាប់សោះសុំឲ្យបានមកសុំឲ្យបានមកទូកដៃឬមកក្តាប់យកមកព្រះអង្គយកមកផ្សំថ្នាំឲ្យរស់ដើរទៅសុំគ្រាប់ស្ពៃផ្ទះណាដែលគេគ្មានស្លាប់សួរផ្ទះហ្នឹងមានមនុស្សស្លាប់ដែរគេថាមាននិយាយខ្ញុំទៅស្លាប់ហើយសុំឲ្យដើរទៅទៀតផ្ទះមួយទៀតផ្ទះហ្នឹងមានមនុស្សស្លាប់ដែរតាខ្ញុំទៅស្លាប់ទៅខែមុនអូមិនសុំឲ្យទៅផ្ទះមួយទៀតទៅផ្ទះនេះមានមនុស្សស្លាប់ដែរថាមានហើយគេសួរថាចុះនាងឯងទៅរកផ្ទះណាដែលមិនធ្លាប់ស្លាប់ថាទៅរកសុំគ្រាប់ស្ពៃផ្ទះនោះយកមកផ្សំធ្វើថ្នាំឲ្យកូនបានព្រះអង្គបានគេបញ្យល់ប្រាប់នាងយូរទៅនាងយល់ផ្ទះណាក៏កិច្ចមិនផុតពីស្លាប់ដែរហើយចឹងហើយពិចារណាមែនតែនទៅស្លាប់ហើយកើតហើយស្លាប់វាជារឿងធម្មតាបើអញ្ចឹងទេជ្រះថ្លាយល់ច្បាស់ក្នុងធម៌លែងខ្វល់ខ្វាយឲ្យរឿងជប់ប្រុសឲ្យកូនរស់ទៅថ្វាយអង្គមដកពាក្យពីព្រះអង្គវិញលែងឲ្យកូននឹងជប់លែងឲ្យកូននឹងប្រុសឲ្យរស់អីមិនបាច់ទេជ្រះថ្លាហើយកាលណាតកើតមកស្លាប់តួនាទីអ្នកនៅរស់មានតែធ្វើបុណ្យឧទ្ទិសជូនទៅអញ្ចឹងឯងណាញោមការធ្វើបុណ្យឧទ្ទិសជូនទៅនេះមានវិធីដែលត្រូវអាចទទួលបានពុទ្ធបរិស័ទកំណើតសត្វខ្លះអាចទទួលផលនឹងតាមផលឧទ្ទិសកំណើតសត្វខ្លះអាចទទួលផលនឹងដើរហិតដើរលិតដើរស្រោបដើររឹសបរិភោគបានអីចឹងបានជាមានវិធីក្នុងការធ្វើទក្ខិណានុបទាននឹងលោកអាចារ្យតែងមាននិមន្តប្រសងមកផងមានវេមានឧទ្ទិសផងហើយមានអកតូងបាយដានោះមួយទៀតអកតូងបាយដានឹងបើសិនជារាប់បាតខាងដើមគេដាក់តួអង្គពុទ្ធគេច្រើនដាក់ផ្តាល់មួយដល់អាចង់កតុយគេមានអកតូងមួយដាក់ស្លឹកចេកអកតូងហ្នឹងគេឲ្យចាប់ដៃឆ្វេងដាក់ទៀតមិនឲ្យដួសដោយស្លាព្រាទេហើយក៏មិនឲ្យចាប់ដៃស្ដាំទៀតឲ្យចាប់ដៃឆ្វេងព្រោះថាដៃឆ្វេងហ្នឹងជាដៃលៀងរបស់មិនស្អាតដៃកាន់របស់មិនល្អហើយចឹងទេពួកប្រែតអមនុស្សអសូរកាយមួយចំនួនគ្នាមានកម្មមានពៀបើសិនជាយើងដាក់ស្លាព្រាកាន់ស្មើនឹងព្រះស្មើនឹងភិក្ខុសង្ឃគ្នាមានកម្មទទួលអត់បានរឿងរ៉ាវនេះមានបញ្ជាក់ក្នុងអត្ថកថាបញ្ជាក់ប្រាប់ពីមានកំណើតមួយចំនួនដែលត្រូវទទួលហិតទទួលលិតទទួលស្រូបរបស់ទាំងនឹងបានញោមណាអាត្មាសម្ដែងប្រាប់ពីកំណើតអមនុស្សនឹងបន្តិចប្រែត2នាក់3នាក់ម៉ែកូនត្រូវកើតជាកំណើតដើររើសចំណីអាហារមូលលិមួករបស់គេចោលកន្លែងសាកសពចឹងបានកន្លែងណាមានខ្មោចងាប់តាយហោងគេល្បីថាអូខ្មោចលងប៉កែណាកណ្ដឹងតាមពិតមិនខ្មោចណាមកលងទេគឺពួកអមនុស្សពួកប្រែតពួកព្រាយពួកបិសាចវាមកស៊ីរបស់ហ្នឹងមកហិតមកលិតមកស្រោបទៅវាឃើញយើងទៅក្បែរខ្លាចយើងទៅដើមទៅក៏សម្ដែងរឹតឲ្យយើងរត់អស់ទៅហើយយើងចេះតែអួតប្រាប់គេថាខ្មោចលងអញ្ចឹងទៅជួនកាលប្រែតគ្នាគ្មានលងអីគ្នាបង្ហាញឲ្យឃើញមុខគ្នាវាអាក្រក់អីចឹងឯងនេះរត់ចង់ងាប់អញ្ចឹងបានជាប្រែតមិនងាយឲ្យយើងឃើញទេគ្នាមានលងអីគ្នាមុខគ្នាអញ្ចឹងស្រាប់ហ្នឹង
ពុទ្ធបរិស័ទដើររើសបដើកូនដើររើសអីស៊ីស្រាប់តែរមតាន់បានមកដល់វត្តចេតពុនឃើញមនុស្សជុំនឹកថាគេមុខតែចែកអីគ្នាស៊ីយើងទៅក៏លោបានអីជ្រុះរឹសហូបបដើមក3នាក់ម៉ែកូនប្រពុតកំពុងសំដែងធម៌ទេសនាប្រែតមកដល់ឈរស្ដាប់ធម៌ស្ដាប់ជក់ធម៌ព្រះអង្គដូរធម៌ពីមនុស្សសំដែងឲ្យប្រែតស្ដាប់ម្ដងប្រែតម៉ែនឹងឈរស្ដាប់ឲ្យត្រឹងចឹងទៅស្រាប់តែកូននោះអាកូនពៅនោះវាយំហ្មងយំថាម៉ែនៅឈរស្ងៀមធ្វើអីកូនឃ្លានណាអាភ្លើងធាតុនឹងវាដុតរោលពោះនឹងឲ្យឃ្លានទៅរកអីហូបដល់ចឹងទៅញោមមកស្រាប់តែម៉ែនឹងលួងថាកូនឲ្យម៉ែស្ដាប់ធម៌សិនណាកូនដែលយើងនេះមកកើតជាប្រែតអត់ចំណីអាហារទាំងម៉ែទាំងកូននឹងពីព្រោះអង្កាលយើងនៅជាមនុស្សនឹងមិនដែលអើពើធ្វើបុណ្យអីគេទេបុណ្យកុំធ្វើទានកុំធ្វើសិលកុំធ្វើធម៌អាក៏មិនស្ដាប់បានជាគេស្លាប់ទៅគេកើតជាទេវតាជាមនុស្សលន់ឯងមកកើតប្រែតទាំងម៉ែទាំងកូនអត់បាយអញ្ចឹងហើយចឹងបើយើងអត់ជាតិនឹងហើយកុំឲ្យអនាគតទៅយើងនៅកើតប្រែតមកអាយុទៀតឲ្យម៉ែស្ដាប់ធម៌សិនទៅណាកូនកូនបងលឺចឹងទៅជួយលួងអូនឯងកុំយំឲ្យម៉ែស្ដាប់ធម៌សិនទៅព្រោះតែយើងមិនបានស្ដាប់ធម៌បានជាយើងមកកើតក្នុងកំណើតប្រែតលំបាកវេទនាអញ្ចឹងលួងអញ្ចឹងទៅកូនក៏ស្ងៀមទ្រាំឲ្យម៉ែស្ដាប់ធម៌ម៉ែនឹងស្ដាប់ទៅព្រះអង្គដាក់ធម៌ឲ្យប្រែតស្ដាប់សម្រាប់ដល់សោតាប្រែតក៏បានដល់សោតាដែរណាញោមបានដល់សោតាហើយទៅចាប់ពីពេលនោះមកប្រែតនឹងក៏ចេញដំណើរទៅរកអីហូបបានអាហារហូបធម្មតាយើងនឹកឃើញពាក្យប្រែតនឹងនិយាយមួយម៉ាត់ដែលគួរឲ្យស្ដាយទេថាមកទៅពីយើងកាលនៅជាមនុស្សមិនដែលបានស្ដាប់ធម៌មិនដែលបានធ្វើបុណ្យទានបានមកកើតជាប្រែតញោមឃើញទេនឹងឲ្យគួរនឹកសង្វេគណាអីចឹងយើងគិតឃើញពុទ្ធបរិស័ទទាំងអស់កំណើតនេះហើយដែលអាចមានជាអមនុស្សនៅលើផែនដីដែរនៅក្នុងអត្ថកថាមួយទៀតនិយាយពីប្រធេរៈមួយអង្គនិមន្តចូលទៅក្រុងអនុរាធៈដើរទៅតាមផ្លូវញោមស្រាប់តែកូនអមនុស្សស្រែកថាលោកម្ចាស់អើយឃើញម៉ែខ្ញុំកណាប្រាប់ផងថាខ្ញុំកណាហ្នឹងអូនវាយំខ្លាំងឃ្លានណាស់សូមឲ្យលោកម្ចាស់ប្រាប់ដល់ម្ដាយផងយកអីមកឲ្យអូនហូបលឺស្នូក្មេងយំហើយអាបងនិយាយប្រាប់ប៉ុន្តែមើលមិនឃើញលោកថាអាត្មាមើលឯងមិនឃើញបើមើលមិនឃើញផងប្រែតនឹងយកប្រទាលប្រហោងមូលឡើងប្រែតថារឹសឈើអីចម្លែកម្ដុំមកដាក់សោកដៃលោកស្រាប់តែលោកមើលឃើញថាកំណើតនៅលើដីនេះមានកំណើតផ្សេងពីមនុស្សនោះរាប់ម៉ឺនរាប់សែនញោមដើរព្រមព្រៀតខ្លះដើរហិតដើរលិតដើរស្រោបកន្លែងនេះកន្លែងនោះអូជិះមិនឈ្នះទៅដល់ផ្លូវបំបែកមួយនោះកំពុងតែដើមគ្នាបញ្ញាយស៊ីអដេញសក់សាត់វាកើតកូននៅតែនឹងជ្រុះសក់មកនាំគ្នាទៅរស់ទៅដើមគ្នាស៊ីលោកក៏ស្រែកប្រាប់ថាណែវើយ៉ាណាមានកូននៅផ្លូវកែងខាងនោះណាកូននោះវាឃ្លានណាថាយកអីទៅឲ្យវាស៊ីផងប្រែតងាកមកស្រចុះលោកតាមិនក៏មើលគេឃើញនេះវាឲ្យមើមថ្នាំស្អីនេះមកអាត្មាពួកប្រែតរត់ព្រូមកតែដើមយកពីដៃលោកវិញលោកក៏មើលលែងឃើញទៅចាអីចឹងបាននឹកឃើញថាកំណើតនៅលើលោកនេះណាមានច្រើនណាស់មិនដឹងម៉ែគេមិនដឹងម៉ែយើងទេដែលទៅកើតនោះញោមនឹកឃើញឲ្យមែនតែនទៅបើមានធម៌កតញ្ញូពិចារណាមើលទៅជួនកាលឪពុកម្ដាយទៅនរកទៅប្រែតដើមហេតុមកទៅពីព្រោះកូនយើងនឹងជាខ្សែជាចំណងចងពុកចងម៉ែមមណាចំណងឥតខ្សែនឹងចងម៉ែតាំងពីតូចរហូតធំតាំងពីយើងនៅក្នុងផ្ទៃម្លេះចងគាត់ចង់ទៅសិលចង់ទៅទៀនធ្វើបុណ្យទៅឯណារួចពោះប្រប៉ិនកជើដល់តែប្រសូតបត់មកហើយគេបបួលទៀតទៅសិលទៅបុណ្យទៅទៀនទៅមិនរួចទេកូនខ្ចីបបួលខាងឪនោះមកនោះសម្លាញ់យយទៅបនវត្តនេះវត្តនោះទៅមិនកើតទេម៉ែវាកូនខ្ចីទៅឯណារួចហើយដល់តែកូននៅធំបន្តិចគេបបួលចូលសិលចូលល្មិចមាត់ឲ្យលហងអត់អីឲ្យវាស៊ីណាឥឡូវទៅរកអីមកឲ្យវាស៊ីទំនុកបំរុងទាំងម៉ែទាំងឪខានរហូតឲ្យកូនរៀនកាន់តែខ្ពស់អស់លុយកាន់តែច្រើនដល់ទៅពេលកូននោះពេញកំមុំពេញកំឡោះចង់ឲ្យកូនរៀបការកូនខ្លះតម្រើសទៅទៀតខ្ញុំបើមិនបានអាចារ្យនេះបើមិនបានភ្នួងនោះបើមិនបានភ្លេងនេះខ្ញុំមិនការទេម៉ែនឹងរត់លាក់ខ្ចីលុយគេទៅរកភ្នួងនេះរកអ្នកថតនោះរកអាចារ្យនេះតាមកូនភ្លេងនោះទៀតហើយចឹងការឲ្យកូនសុកស្រួលម៉ែឪដើរទៅសងបំណុលគេអីក៏មិនថាដែរកូនខ្លះទាម៉ែអើយខោអាវចោះគេមិនចោះទេសម័យថ្មីហួសសម័យម៉ែនឹងបាត្រូវជង្រុកលក់ទិញឲ្យកូនបាន2 3កាផ្លេឯងខ្លួនឯងនេះមកចកេះនឹង2 3ឆ្នាំមកចកេះឆ្អែងខ្លួន2 3ឆ្នាំកូននឹងមួយឆ្នាំ2 3កាផ្លេទិញឲ្យទៀតកូនដូរម៉ូតម៉ែស្បែកជើងទិញស្បែកជើងចូលគេមិនចោះទេអាហ្នឹងយកអាស្បែកជើងម៉ូតស្ទៀវមកទៀតម៉ែនឹងទិញឲ្យកូនបានទៀតខ្លួនឯងនឹងពាក់មកគូចងខ្សែពាក់ឆ្កែពណ៌ប្រមាណដងហើយនៅតែមិនតាន់បោះចោលផងដាច់តខ្សែទៀតកូនខ្លះទៀតទិញកង់ឲ្យកូនម៉ែដើរកូនខ្លះទៀតទិញម៉ូតូទៅរៀន
ម៉ែនេះបាចង្រុកបាស្រូវលក់ឲ្យគេសំលិចកើតបិចបោចទិញម៉ូតូឲ្យកូនខ្លួនឯងជិះអាកង់កាចាស់ទៅវត្តតម្រាំដល់វត្តធ្លាក់ចង្វាក់ដាក់ប្រឡាក់ដៃឲ្យខ្មៅងីងសពបែបយ៉ាងទាំងអស់ដើម្បីកូនម៉ែឪហ៊ានតស៊ូណាញោមឲ្យកូនរៀនសូត្របានខ្ពស់លក់អស់ឲ្យបេះបោចឲ្យជំវិញដាំបន្លែដាំមនុងដាំត្រប់ម្ទេសខ្ទឹមអីលេចកាត់បេះបោចលក់ដូរបានកញ្ចេកកញ្ចប់ផ្ញើទៅឲ្យកូនបានរៀនបានសូត្រកូននេះនោះបានតែបានលុយមកស្រួលកាត់ទូរស័ព្ទមកយក2សន្លឹកអីផងមិនដឹងជើងកើតទៅដើរលេងលបែងជាពាក់គេលេចកើតទៀតនឹងមកកោះរស់ឲ្យម៉ែនេះក្រអសងគេមកស្ដីឲ្យម៉ែច្រាតទៅទៀតម៉ែកុំឲ្យដឹងខ្លួនបានលុយកាក់បន្តិចបន្តួចរីថាំទុកឲ្យវារៀនសូត្រទីបំផុតវាប្រហិនលុយឯងហើយឲ្យគេមកស្ដីឲ្យឯងទៅទៀតសពបែបយ៉ាងតស៊ូឪទៅរកស៊ីឆ្ងាយលីរែកទូសែងឲ្យគេអោនក្បាលទៅត្រប់គេស្ដីគេជាដូចឆ្កែដូចឆ្មាយ៉ាងណាអោនក្បាលបង្ហូរញើសក្រោមកម្ដៅថ្ងៃដើម្បីយកលុយយកកាក់មកចិញ្ចឹមទំនុកបំរុងកូនបាន100រៀលមកកាក់មកសេនបត់ទុកក្នុងកញ្ចប់ថ្នាំកត្រកស្លាជាកម៉ាស្រោមខ្នើយអត់ហ៊ានចាយទេបើហ៊ានតែកូនយំទាណាខ្លួនឯងឃ្លានហូរទឹកមាត់ស្រក់ទឹកមាត់មិនហ៊ានទិញមិនហ៊ានដូរទេប៉ុន្តែបើកូនយំទានំទាការ៉េមកៃទុកមិនសក់ទេអង្គុយហូតចេញពីស្រោមខ្នើយមកអង្គុយពុតពលានឹងយកទៅទិញការ៉េមកៃទិញនំឲ្យកូនទៅរកស៊ីខ្លះទៅរុករៀនទន្ទ្រានក្នុងព្រៃភ្នំក្រំថ្មបថុយជីវិតខ្លះទៀតនឹងទៅរកស៊ីទៅតាមទឹកតាមស្ទឹងបឹងបួជួរទលេសមុទ្រខ្លះទៅប្រទេសមួយប្រទេសពីរយកជីវិតទៅបថុយទាំងអស់ឲ្យតែបានលុយចិញ្ចឹមកូនម៉ែខ្លះមិនម៉ាយមិនព្រៅទៅទៀតចិញ្ចឹមកូន4 5នាក់រស់ចេះតែរស់ដើរបេះតគួនបេះតគៀតផលិតជើងបកងកដៀតដើរដូរពហុដូរជ្រក់ដូរម៉ាំអំបិលប្រហុកច្រៀបច្រប់លុយទឹកលុយភក់ពីភូមិមួយទៅភូមិមួយយកអង្គយកបច្ច័យមកចិញ្ចឹមកូនរស់ឲ្យលហង់ចឹងតស៊ូណាស់ទាំងថ្ងៃទាំងយប់ធ្វើការដើម្បីកូនតើកូនមាននឹកដល់តំណឹងដែរទេទាំងអស់គ្នាបើយើងនឹកឃើញថាម៉ែឪតស៊ូហ៊ានលក់ហ៊ានដូរបង្រត់បង្រាស់សាទភាពទាំងរស់ដើម្បីយកលុយកាក់ចិញ្ចឹមកូនអ្នកខ្លះហ៊ានរកស៊ីកេងរកស៊ីកប់លឹបខងវាយបដកពូតកំប៉ុងបតោងបលើសភ្នែកជីងភូតគេកុហកគេបាត់គេមកកាក់មកចាប់មកសេនយកលុយមកចិញ្ចឹមកូនកូនមានមួមីភ័យអសន្នបាក់បែកដៃជើងគេថាណែតឡាអាសត្វនេះបុកជាមួយអានោះបានវាត្រូវជានរកប្រែតអីនៅម្ដុំសិនបុកបិទឲ្យតកូនអញជាកុំថាសមោចក្អែតខ្ទួយខ្ចាតម្រៃបាក់ចកោមអស់ហើយមិនក៏ដោយតែវាលើខ្លួនកូនអញវែកខ្ទេចអត់ទុកទេណែស្រឡាញ់ណាស់ជួនកាលនឹកអាណិតអាសូរកូនមកវត្តមកវ៉ាទៅវត្តទៅអីក៏មិនរួចចង់ទៅបន់គេកូនសួរម៉ែទៅណាអញទៅបន់គេស្រែអូនតិចម៉ែកុំនៅយូរទៅយប់នំប្របាក់កូនចៅបារម្ភឆាប់មកចូលបន់ផ្លេផ្លាប់ខ្ញុំបញ្ញាបលាបញ្ញាទៅវិញទៅនៅយូរខ្លាចកូនបន្ទោសអត់បានស្ដាប់ធម៌អត់បានសូត្រមុនអីគេទេហ្នឹងហើយគេហៅថាចំណងអត់ខ្សែចងពុកចងម៉ែឥឡូវគួរតែស្រាយទៅអនុគ្រោះឲ្យគាត់បានរកសិលរកទានរកបុណ្យខ្លួនគាត់ផងម៉ែឪនឹងកាត់គេកាត់ខ្មាស់ដើម្បីកូនច្រើនណាស់អ្នកខ្លះទៅវត្តស្រាក់ពេញមកវិញស្រាក់ពេញដដែលវាអាណិតកូននៅឯផ្ទះជើងកាលមកជួយបន់គេរៀបចំផ្លែឈើនំនែកចេញអំពៅចុះឡើងសល់បាន1 2ដាក់កប៉ាវទៅដល់ផ្ទះទៀតមកចូលបន់គេនឹងឯង2000ក៏មួយចានហូបបាយគេ2ពេលហើយណោះឃើញបបគេឆ្ងាញ់ពេកនឹកប្រូចទៅដល់កូននៅផ្ទះបច្ចេមួយចានតាមចការជែកផ្លូវក្រោយឲ្យកូនផ្លិចអាយកចានមកវិញទល់ថ្ងៃនេះគ្មានចង់បានអីចានមួយហ្នឹងឯងប៉ុន្តែវាលើសថ្ងៃយូរទៅខ្មាស់គេអញ្ចឹងទុកកដោយទៅហើយជួនកាលទៀតទៅមកដើរតាមផ្លូវព្រៃចំការគេឃើញផ្លែឈើតំណាំតំណោយគេបេះដាក់កប៉ាវយកទៅឲ្យកូនទៅដល់អាកូនឯងឆ្លោះជាមួយកូនគេកូនឯងខុសសោះទៅវាយកូនគេបន្ថែមទៀតក៏មានដែរអាកូនខ្លួនឯងណាសបោធ្លាក់ហូបផុតមាត់ហើយលើកថើបទៅកោបទៀតណាញោមកំពុងតែហូបមលក់អីឆ្ងាញ់កូនបាញ់ប្រាច់មកលើកដាក់មកជាហៀងឯងនេះដៃច្បាមលក់សិនណាទឹកព្រឹកអីសិនណាម៉ែឪហ៊ានជាមួយកូនអញ្ចឹងប៉ុន្តែបើសិនជាហូបបាយជាមួយម៉ែកូនបើម៉ែបាញ់ប្រាច់មកមិនស្រួលឡើងចោលចាននឹងខ្ចីលៀងផងកូនមិនងាយសាពះមិនងាយថ្វាយអង្គមម៉ែទេថ្វាយអង្គមទុនណាជាមួយម៉ែក្មេកឪក្មេកម៉ែឪបកើតមិនសូវហ៊ានទេអីចឹងបានយើងនឹកឃើញថាម្ដាយឪពុកតស៊ូយ៉ាងហ្នឹងក្រែងលោកគាត់ស្លាប់ទៅនរកទៅប្រែតបបប្រហែតមកពីចិញ្ចឹមកូនបានកូនចៅគេនឹកឃើញទ្រព្យសម្បត្តិគេអាកដីធ្លីប៉ុណ្ណេះជារបស់ណាថាជារបស់ពុករបស់ម៉ែទុកឲ្យហ្នឹងហើយបើអញ្ចឹងហើយយើងគួរតែនាំគ្នាធ្វើបុណ្យជូនគាត់សុំទួនាទីជាកូនល្អចឹងបានគេហៅថាកតញ្ញូនិច្ចកតញ្ញូកាលកតញ្ញូប្រកាសកតញ្ញូដូចខាងដើមមិញហ្នឹងជាតេខេណានុបទានអាត្មាហ្នឹងនិទានប្រាប់កតញ្ញូជានិច្ចត្រូវមាត់ញឹកជាងគេកូនចៅនៅជាមួយនឹងប៉ុណ្ណាយាយខ្លះល្អអើយល្អធ្វើអញ្ចេះខុសធ្វើអញ្ចោះខុសប៉ុន្តែកូនកុំទៅចិត្តអីគេថាមនុស្សចាស់បេះដូងដើរញាប់តែងតែល្អអញ្ចឹងយើងចាស់ទៅក៏ដូចតែគ្នាអញ្ចឹងដែរធ្វើអីក៏មិនសូវត្រូវចិត្តដែរតែចាស់ទៅបេះដូងដើរញាប់ជាងក្មេងល្អហើយល្អច្រើនណាស់ហើយបើកូននៅឆ្ងាយមកយូរម្ដងជូនទៅ20000គេល្អណាស់
ប៉ុន្តែកូននៅជាមួយនេះរាប់ម៉ឺនខំចាំអាជីនិចនឹងបានបនច្រើនញោមឯកាលកតញ្ញូមកម្ដងកុំឲ្យខុសខ្លះតឹងអើយតឹងកូនអញថ្ងៃកឋិនហ្នឹងមកថ្ងៃដាក់បិណ្ឌមកថ្ងៃដាក់បិណ្ឌឃើញថ្ងៃភ្ជុំយ៉ាងយូរថ្ងៃភ្ជុំកូនអញមកឲ្យតែឃើញម៉ូតូបើកាត់មុខផ្ទះដកកមកមើលហើយអើតកមើលក៏លោកកូនអញអត់ឃើញកូនគេមករត់ទៅសួរអត់ឃើញទៀតកូនអញនឹងកាលបានមកអុចទៅធូបបួងសួងជើងកាលសម្រានទឹកភ្នែកហូរឲ្យជោខ្នើយចង់ឲ្យតែកូនរស់ស៊ីមានបានសុខសប្បាយថ្ងៃភ្ជុំមិនឃើញយ៉ាងយូរកឋិនមកកឋិនអត់ឃើញទៀតចូលឆ្នាំប្រហែលមកលើកនេះចូលឆ្នាំមកមែនជូនម៉ែបាន 40000 ផ្លែឈើមួយថងអណាស់ម៉ែឲ្យពរឲ្យហូរចង់ធ្លាក់កាក់ថ្លាពីមាត់ដល់ទៅហើយទៅគេជួបជុំមិត្តភ័ក្តិពួកម៉ាក់គេជប់លៀងមកប្រាវ 200000 ម៉ែអត់មានចំណែនអីមិនតិចបដោយតាមទៅចុះឃើញកូនមកជុំគ្នាឯងនិមន្តលោកសូត្រមន្តចេញបាំងស្គលឯណាណីម្ដងស្រាប់ដល់ម៉ោងសូត្រមន្តបាំងស្គលហៅកូនមួយបាត់កូនមួយហៅកូនមួយបាត់កូនមួយសូត្រមន្តតែ2នាក់យាយតាដដែលមួយថ្ងៃគេហៅទៅលេងឯនេះហើយរៀមចាក់ក្រៃមួយថ្ងៃគេហៅទៅលេងនោះវិញឆ្កែកូនវត្តឯកមួយថ្ងៃហើយភ្នំសពៅភ្នំតូចទៅដងអរញ្ញដល់ទៅលេងឯនេះនោះបាត់ទៅមួយថ្ងៃទៅភ្នំថបដីមួយថ្ងៃទៅនេះទៅនោះស្រាប់តែចូលឆ្នាំ3ថ្ងៃកន្លងផុតបាត់ថ្ងៃនេះថ្ងៃត្រឡប់ទៅវិញអាបាំងស្គលឯផ្ទះក៏មិនបានបាំងស្គលឯវត្តក៏មិនបានបាំងលុយក៏អស់ហើយដល់ថ្ងៃត្រឡប់ទៅវិញហើយបើយ៉ាងហ្នឹងម៉ែឲ្យសង្ឃឹមអីណាញោមនឹងហើយដែលហៅថាខុសហែមនវសន្តរដូវហែមនរដូវត្រជាក់វសន្តរដូវភ្លៀងហែមនរដូវប្រាំងរដូវរំហើយមានន័យថាខែចូលឆ្នាំខែភ្ជុំបិណ្ឌ2ដងហ្នឹងកុំភ្លេចមកបើគាត់ស្លាប់បាំងស្គលទៅបើគាត់ទៅរស់ដាំស្លជូនគាត់ទៅគេឲ្យម៉ែនឹងឲ្យពរព្រះនៅរស់នឹងឲ្យពរកូនប្រកែណាឲ្យរស់ស៊ីមានណាឲ្យរស់ស៊ីបានកុំឲ្យគាត់ឲ្យពរកុំឲ្យគាត់ជេរបចោពីព្រោះមានរឿងគាត់ជេរបចោមានរឿងមួយឲ្យទៅរស់ស៊ីចំនួនម៉ែគាត់តកូនកុំទៅហេចង់ទៅថាកូនកុំទៅគាត់មិនស្ដាប់ជេរមួយម៉ាត់អ្នកអាចោកបីវត្តឯងគាត់ប៉ុណ្ណឹងវាមិនតាមឯងសោះអាកបីនៅព្រៃដេញវត្តវាទៅកូនរត់ទៅដល់តែមាត់សមុទ្រមានព្រៃកបីព្រៃស្ទុះផ្លោកចេញមកដេញវត្តកូននឹងមែនកូននឹងរត់លោតផ្លាញយករួចខ្លួនតែក៏លើកដៃទៅលើម៉ែឯងថាយក៏ត្រូវម៉ែជេរកូនមិនអាចោកបីវត្តឥឡូវកបីដេញវត្តកូនមែនលើកដៃបួងសួងទៅលើម៉ែឲ្យម៉ែបើម៉ែឯងជេរកូនអញ្ចឹងចិត្តម៉ែឯងឲ្យកូនវិនិច្ឆ័យមែនកបីឲ្យវត្តខ្ញុំឲ្យស្លាប់ដាច់ពូជបដ ாய் ទៅប៉ុន្តែបើគាត់ជេរអញ្ចឹងហើយគាត់នៅតែមានចិត្តអាណិតអាសូរកូនទេកបីអើយកុំអាចធ្វើអីកូនបានឡើយគ្រាន់តែប៉ុណ្ណេះកបីនឹងវាទុនកងក់មកវិញទៅលែងដេញកូននឹងទៅបាននឹកឃើញថាមើលក៏ដែរសូម្បីគាត់ជេរគាត់ស្ដីក៏ចិត្តគាត់នៅចង់ឲ្យតកូនសុខចម្រើនទៅដែរហើយអញ្ចឹងពេលមានភ័យអាសន្នគេបន់ដល់ទឹកដោះម្ដាយថ្លៃប៉ុន្តែមិនមែនទៅប្រចេះយាយឲ្យទៅជេរកូនទេណាតែត្រឡប់ទៅវិញជេរកូនសិតទៅអាចោកបីវត្តមេចោកបីវត្តអីវថាចេះពីណាមកថាលោកទេបង្រៀនវទៀតកុនដល់អាត្មាទៀតអត់ទេគេមកជេរទេកាយទុច្ចរិតវិច័យទុច្ចរិតមនោទុច្ចរិតប្រព្រឹត្តទៅដើម្បីបាបប៉ុន្តែលើកឡើងមិញនេះចង់ថាយើងកុំឲ្យពុកម៉ែជេរចង់ឲ្យពុកម៉ែឲ្យពរចូលឆ្នាំណាញោមណាចូលឆ្នាំទាំងភ្ជុំបិណ្ឌក្តីយើងត្រូវគិតព្រំគេថាចូលឆ្នាំកូនកបិលមហាព្រំគេមកទាំងហែក្បាលព្រំជាឪពុកគេព្រំដ៏សំខាន់បំផុតមេត្តាបិតានឹងហើយជាព្រំរបស់កូនណោះកូនកបិលមហាព្រំមាន7នាក់តំណាងថ្ងៃទាំង7សុកសាអាទិត្យច័ន្ទជាពុទ្ធពហោះនឹងហើយកូននឹងដាក់វេនគ្នាទៅកុំឲ្យភ្លេចឪពុកភ្លេចម្ដាយប្រហែលនិទានថាជាព្រំម៉េះកូនទេវតាទាំងអស់ម៉េះមកគោរពឪគេចុះខ្មែរយើងមានម៉ែមានឪទេមិនក៏មិនមកគោរពឲ្យម៉ែឪឲ្យពរអញ្ចឹងទៅអីចឹងម្យ៉ាងស្មាលាទោសយើងទៅទៀតពីដើមមកធ្លាប់ធ្វើមុខកញ៉េដាក់ម៉ែដាក់ឪអីក្រែងលោជាប់កម្មជាប់ពៀទៅអ្នកធ្លាប់ធ្វើកញើដាក់ម៉ែកើតឡើងមុខកញើទៅធ្វើមកចុះណាទៅចង់កញើប៉ុន្តែឯងដាំពូជកញើទុកកើតឡើងមុខឡើងកញើទៅជួនកាលទៅម៉ែស្ដីម៉ែនិយាយម៉ែថាខឹងម៉ែធ្វើមុខកលិកកឡក់សម្លក់សម្លឹងដាក់គាត់ទៅចេះតែសម្លក់គាត់ដាំមកពូជនឹងទុកកម្មពៀជាប់ជាពាក់កើតមកភ្នែកនឹងដើរទៅត្បូងមើលទៅឲ្យឡាច់បាញ់មន់ងាប់ទីដកដើមទ្របងាប់ឲ្យដើមម្ទេសដើរទៅក្បែរគេនិយាយជាមួយអ្នកកភ្នែកមើលទៅអ្នកខជើងកាមមិនទាន់និយាយផងគេវាយពីមេដៃតែឲ្យសម្លក់អញធ្វើអីតែខ្ញុំមានសម្លក់ឲ្យណាភ្នែកខ្ញុំអញ្ចឹងស្រាប់ជើងកាស្លាប់ធ្វើមាត់វាចដាក់ម៉ែកើតឡើងមាត់ចេះតែវាចទៅស្រុកគេមិនដឹងទៅធ្វើវាចដាក់គេវាយប្រមាណដៃមិនមកវាយខ្ញុំហើយធ្វើមាត់វាចដាក់អញធ្វើអីខ្ញុំមានធ្វើណាមាត់ខ្ញុំវាចចឹងស្រាប់តាវាទៅចេះអាហ្នឹងកម្មហ្នឹងខ្ញុំណាធ្លាប់ប្តីឲ្យម៉ែថាឲ្យម៉ែប្រើម៉ែឯងមិនបាច់ទៅវត្តទៅបន់អីទាំងណានៅមើលផ្ទះខ្ញុំមើលកូនខ្ញុំទៅស្ទុងញោមឲ្យកើតមកជាគោជាកបីជាតម្រៃជាសេះគេប្រើអូអាទេហើយចឹងហើយបើម៉ែឪមកជួយយើងស្រាប់យើងមិនប្រើគាត់ជួយចុះគាត់ចង់មើលកូនមើលចៅស្រេចទៅលើគាត់កុំតែយើងប្រើអីចឹងបានថាកាលកតញ្ញូកូនចៅជួបជុំបងប្អូនតាមកាលធ្វើបុណ្យដូចជាបុណ្យផ្ទះកេណានុប្រទានជាដើមអញ្ចឹងគេថានៃដែលធ្វើត្រឹមត្រូវតលប្រកបដោយអង្គ3
និយាយជាភាសាខ្មែរទី1ម្ចាស់បនចូលប្រគេនទី2ម្ចាស់បនឧទ្ទិសទី3អ្នកស្លាប់មកទទួលហេតុអីបានជាមុននឹងវេឧទ្ទិសនឹងគេឲ្យសមាទានសិលហេតុអីបានជាសមាទានសិលឲ្យវេចាំបាច់ថាមកកលៈសុទ្ធតែមានអត្តន័យញោមចាំមើលណាដើម្បីឧទ្ទិសបានផលដល់អ្នកស្លាប់ទៅត្រូវឆ្លងកាត់ធម៌4ធម៌ទី1គេហៅថាទេសុចរតាធម៌ទី2គេហៅថាបរិខារាំងមានគ្រឿងបរិខាធម៌ទី3ឧទ្ទិសអេម៉ាំងធម៌ទី4បានប្រគេនផ្ទាល់ដៃមែនបោជនីយសម្បទាយៈទេតេអីចឹងទៅខុសសង្ឃានហ្នឹងទេតេឬសង្ឃាមេសុបតិហេតានៃទី1សុចរិតគេថាធ្វើបុណ្យមុខស្រស់រស់ស៊ីធូធ្វើបុណ្យមុខជូររស់ស៊ីតឹងបើគេហៅចូលមកប្រគេនធ្វើបុណ្យឲ្យម៉ែឪឲ្យញ៉ាំឲ្យស្រស់ស្រាយងូតទឹកឲ្យស្អាតទឹកសក់អីស្អាតស្រួលបួសស្លៀកពាក់ឲ្យល្អមកចូលមកទឹកមុខឲ្យញ៉ាំស្រស់ស្រាយឲ្យស្រស់ស្រាយឲ្យគេហៅថាម្ចាស់បុណ្យភ្នែកខ្មៅញាតិញោមពុទ្ធបរិស័ទអានឹងសបាយចូលមកសមាទានសិលនឹងហើយគេហៅថាធ្វើកាយវិចារចិត្តឲ្យស្អាតធ្វើកាយងូតទឹកធ្វើខ្លួនឲ្យស្អាតមិនទៅប្រព្រឹត្តអំពើបាបវាចានាំគ្នាសមាទានសិលពោលពាក្យព្រោះជាទីស្រឡាញ់ឯចិត្តយើងនឹងទៀតមិនប្រព្រឹត្តទៅដើម្បីលោភលន់ដើម្បីព្យាបាទនឹងបានស្អាតកាយវិចារចិត្តបានគេឲ្យសមាទានសិលមុនប៉ុន្តែអាត្មាឃើញម្ចាស់បុណ្យកូនចៅខ្លះគ្មានសមាទានអីទេសោតសមាទានសិលតែយាយតាចាស់ពី3នាក់នឹងអាដែលបើអញ្ចឹងចាំបាច់សមាទានសិលនាំយូរធ្វើអីគេសមាទានសិលមុនវេគេឲ្យកូនចៅនឹងថាតាមនឹងឯងហើយស្រាប់តែកូនចៅមិនសមាទានសិលនឹងឲ្យដែលអត់ត្រូវទៅតាមទូនីតិនៃតេខេណានុបទានទេកូនខ្លះគេយល់ហើយខ្ញុំមិនទាន់ថ្វាយខ្លួនផងសមាទានសិលធ្វើអីនាំមកដាច់វិញរឹតតែបាបវាអត់រឹតតែបាបទេក្រោយពីយើងសមាទានសិលភ្លាមនឹងយើងកំពុងតែស្អាតបរិសុទ្ធពេលនឹងយើងប្រគេនទៅបានបុណ្យច្រើនណាស់បានដល់ឪពុកដល់ម្ដាយម្យ៉ាងម្ដាយឪពុកយើងត្រេកអរថាកូនមានសិលអញ្ចឹងគាត់ត្រេកអរបានណាហើយបើគាត់មិនត្រេកអរគាត់ឃើញថាម៉ែអាកូនអត់មានសិលមានទានគង់ឲ្យទៅនរកដដែលមិនបាច់ទៅត្រេកអរអាហ្នឹងគាត់មិនអាចទទួលបានទេម្យ៉ាងទៀតជីវិតយើងវាមិនទៀងក្រែងលោស្លាប់ថ្ងៃណាមួយទៅធ្វើម៉េចញោមគិតមើលស្លាប់អត់រើសកន្លែងទេម្នាក់ឯងក៏ចេះស្លាប់ថ្ងៃក៏ចេះស្លាប់យប់ក៏ចេះស្លាប់កដាលវាលក៏ចេះស្លាប់មកពនុកក៏លើគ្នាដោយកោះពេជ្រក៏ចេះស្លាប់ដែរអញ្ចឹងអត់មានទៀងទេរឿងស្លាប់រួចបើសិនជាអត់មានតន់មានសិលមានទាននៅខ្លួនផងស្លាប់ទៅតែទេញោមមិនដឹងកាលបានមកមនុស្សវិញទេតោះតែយើងមានបុណ្យមានទានសិលខ្លះហើយអ្នកខ្លះថាទេកាន់សិលបានមិនតិចមិនទួចយប់នឹងដាច់រឹតតែបាបអត់ទេបាន1ម៉ោង2ម៉ោងគ្រាន់បើជាងអត់សោះនាយសំពៅទាំង700ទៅជួញតាមសំពៅទឹកលិចស្លាប់កដាលសមុទ្រទាំងអស់មុននឹងស្លាប់បានសមាទានសិលតែមិនតិចញោមមើលទៅកើតឋានសួគ៌ឲ្យព្រូងចោល500នាក់គេយកទៅសម្លាប់រៀបស្លាប់មកកលៀនទៅឲ្យសិលបានតែមួយផ្លែតបានទៅកើតជាទេវតាឲ្យព្រូងទេវបុត្រខ្ញុំបំរើណាថាបណ្ឌកសេដ្ឋីបានសមាទាននៅបោសុទ្ធសិលមកកណាត់យកស្លាប់ទៅបានកើតក្នុងកំណត់ទេវតាទេវបុត្រដែរអីចឹងបាន1ម៉ោង2ម៉ោងគ្រាន់បើជាងអត់សោះទៅដោះស្រាយមួយយមរាជឲ្យស្រួលបន្តិចប្រយ័ត្នតែគេសួរយាយមកពីណាមកពីស្រែអូបានធ្វើទានធ្វើសិលអីនៅអត់ផងថាចាំរៀបកូនអស់ចាំចូលសិលឥឡូវរៀបមិនតាន់អស់ផងក៏ស្លាប់មកទៅពិនិត្យមើលបជីទៅអូនិយាយដើមគេច្រើនណាជាបចោគេនឹងក៏ច្រើនដែរបនដូចតិចដល់ជូនទៅដៅខាងនោះហើយតែនេះមកពីណាថាមកពីកកោះបានធ្វើបន់ហើយនៅធ្វើសិលហើយនៅផងថាចាំរៀបកូនអស់ចាំចូលសិលថាឆ្នាំក្រោយកូនគេឡើងប្រាំងគេបានស្រែគេធ្វើបច្ច័យ4ជូន1ឥឡូវមិនតាន់ដល់ថ្ងៃបច្ច័យ4នឹងហ្មងស្លាប់មកទៅពិនិត្យមើលទៅអូធ្វើបាបច្រើនណាស់បានបន់តិចពេកអញ្ចឹងជួយអត់តាន់បានឯដៃខាងនេះតែញោមមើលឃើញដែរហើយសួរទៅនេះមកពីណាដែរខ្ញុំមកពីមោងមកពីស្រែអូហើយបានធ្វើសិលធ្វើទានអីដែរខ្ញុំបានសមាទានសិល2ម៉ោងកាលបន់ឲ្យម៉ែខ្ញុំនឹងអាចារ្យហៅទៅសមាទានសិលគេសមាទានសិលបានមកកណាត់យប់ដល់យប់ទៅដាច់វិញដែរបាន2ម៉ោងគ្រាន់បើជាងអត់រួចមកខាងនេះអាចរួចខ្លួនដែរតាញោមអញ្ចឹង1ម៉ោង2ម៉ោងគ្រាន់បើជាងអត់ញោមសមាទាននៅនៃទី1ណាសមាទានសិលឯបន្ទាប់ពីសមាទានសិលនឹងមកទៀតកូនចៅគេពេលគេវេហ្នឹងកាលពីអតិបិសោស្វាខាតោគេសូត្រទាំងហែគ្នាស្មើគ្នាហើយដល់ទៅវេមិនក៏ម្នាក់ចេញថាឲ្យប្រមាណអ្នកថាតាមនឹងធ្វើអីគេថាឲ្យកូនចៅថាតាមពេលព្រោះអាចារ្យព្រះថាគ្រូហើយគ្រូហ្នឹងគាត់មកបង្រៀនកូនចៅហើយណែកូនចៅគេអត់ទិសគេធ្វើអីចេះគេលើកអីចេះចាំថាតាមមកតែយើងថាតាមទៅប៉ុន្តែអត់ផងជួនកាលថាតយាយតាប្រមាណអ្នកកូនចៅម្ចាស់ប៉ុនអត់មានថាផងមិនត្រឹមតែមិនថាទៅទៀតមិនដឹងនៅឯណាផងទៀតហ្នឹងអាហ្នឹងយ៉ាប់តែហ្មងដល់តែម៉ោងវេម៉ោងប្រគេនបាត់កូនបាត់ចៅប៉ុនហ្នឹងយ៉ាប់ពីព្រោះអីចេះតែកេណានុបទានណាញោមជួយចាំទាំងអស់គ្នានៃសំខាន់បេះដូងរបស់ប៉ុនចំណុចខ្លឹមរបស់ប៉ុននៅត្រង់3ចំណុចទី1គឺម្ចាស់ប៉ុនចូលប្រគេនហ្នឹងហើយគេហៅថាពោជនីយសម្បទាយៈទី2គឺម្ចាស់បុណ្យឧទ្ទិសហ្នឹងហើយគេហៅថាទាយកាហ្នឹងឧទ្ទិសសេននេះមិនមែនអាចារ្យអ្នកឧទ្ទិសទេបើអាចារ្យអ្នកឧទ្ទិសបល័យគេថាអាចារ្យហ្នឹងឧទ្ទិសសេននេះហើយបើភិក្ខុសង្ឃអ្នកឧទ្ទិសគេថាភិក្ខុសង្ឃគេហ្នឹងឧទ្ទិសសេននេះប៉ុន្តែនេះមិនមែនអញ្ចឹងទេគេថាទាយកាហ្នឹងឧទ្ទិសសេននេះអ្នកឲ្យនឹងឯងអ្នកឧទ្ទិស
គឺម្ចាស់ប៉ុននេះអ្នកអត់ទិសហើយចឹងបានន័យថាអាចារ្យអានឈ្មោះមកកណាត់ព្រឹកក៏អត់មានប្រយោជន៍ទេគ្រាន់តែជួយដាស់តឿនតែប៉ុណ្្នឹងឯងប៉ុន្តែបើកូនចៅមិនអត់ទិសមិនបានទេអញ្ចឹងកម្រួតតាទួតយីទួតតាលាយាយគ្នាដែលយើងស្គាល់នឹងឲ្យហៅគ្នាប្រមូលគ្នាមកទទួលមកអានឹងបានដល់គាត់ដែរញោមណាហើយអញ្ចឹងនៃទី2អ្នកនឹងអត់ទិសនៃទី3បានអ្នកស្លាប់នឹងមកទទួលត្រេកអរហើយយើងគិតមើលណាញោមបណ្ណារវល់ក៏រវល់ចោះលៃអាម៉េចប៉ុណ្ណឹងក៏មកឲ្យរវល់ប្រយ័ត្នទៅដល់ម៉ោងប្រគេនម៉ោងអត់ទិសនឹងអត់ឃើញអានឹងយ៉ាប់ហើយប៉ុននឹងសួរថាបានដែរបានអាម៉េចបានតែអ្នកធ្វើទេអ្នកស្លាប់អត់អាចទទួលបានទេបើយើងមិនបានអត់ទិសនោះបានតែអ្នកធ្វើនឹងឯងអ្នកស្លាប់អត់បានទេអញ្ចឹងអាណិតលោកអាចារ្យឲ្យដល់ម៉ោងវេម៉ោងអត់ទិសហៅឯណាម្ចាស់ប៉ុននៅឯណាកូនចៅមកបានមួយងាកក្រោយមិនធុះពីណាមកទៀតខ្ញុំទៅហៅចេញទៅវឹងបាន2បាត់អាអ្នកដើមនឹងទៅទៀតហើយទៅហៅមកទៀតហៅចុះហៅឡើងមើលនាឡិកាកាន់តែខោចម៉ោងទៅ1បាត់2ទៅ2បាត់1មកលើកក្រោយមុខរៀងក្រហមទីមកស្ដីឲ្យអាចារ្យហ្មងហីឯងថារមកជាមុខជាមាត់នាំគ្នាវេទៅប្រគិនទៅទិសទៅភៀវមកក៏ក្រឹកអីនោះខ្ញុំឯនោះការងារខ្ញុំមកកណោឯនោះហើយប៉ណ្ណឹងអ្នកឲ្យធ្វើមិនកើតអីហៅយកមកជាមុខជាការចាំតែខ្ញុំធ្វើទៅប្រគិនទៅវាចឹងទៅវិញមានអីអាចារ្យធ្វើចេះតែបានទេគ្រាន់អាចារ្យស្ពីប៉ុននៅផ្ទះអត់ខ្លួនឯងទៅគេលោកអាចារ្យយកប៉ុនអស់អញ្ចឹងគាត់ធ្វើចេះតែបានហើយប៉ុន្តែក្រែងមិនបានដល់ឪពុកដល់ម្ដាយយើងបានគាត់ចេះតែហៅមកហ្នឹងពីព្រោះគាត់ដឹងថាឲ្យយើងចូលប្រគិនអញ្ចឹងសរុបលទ្ធផលរវល់ប៉ុណ្ណាដោយសុំច្បាប់គេ10នាទីមកឬ5-10នាទីតែមកផ្លែតគ្រាន់តែមកវេប្រគិនឧទ្ទិសអីនឹងចប់សពគ្រប់ទៅចោះហើយប្រគិនភ្លាមក៏មកចេញផ្លែតមានអ្នកខ្លះប្រគេននៅភ្លាមអង្គុយមិនតាន់សុបផងជាហិតចំហមចេញទៅវិញបាត់ហើយបុលគេបបាក់ហៅហើយចេះដូចជាញាតញោមម្ដាយនៅបាត់ដបងញោមផ្ញើផ្លែឈើមកស្បោងតាមឡាននោះក្បែរវត្តកកោះបកដៃឡានក្រុងដាក់ឲ្យឈប់កប់ដាក់ផ្លែឈើចូលឡានទៅឲ្យម៉ែខ្ញុំឡានបើកទៅដល់បាត់វងដឹងម៉ែនៅណាដឹងឡានដឹងម៉ែនឹងឈ្មោះអីនឹងនៅផ្ទះលេខប្រមាណអញ្ចឹងគេយកទៅឲ្យណាមិនគេមិនដឹងមិនគេហូបខ្ទេចអញ្ចឹងយើងអញ្ចឹងដែរចូលមកប្រគេនពឹបមិនដឹងឲ្យទិសបញ្ជូនទៅពីណាលោកឆានអស់ទៅមិនដឹងឲ្យទៅពីណាអញ្ចឹងតើយើងនៅផ្ដាំងខ្ទឹកខ្សៀវសិនអ្នកបនធ្វើនឹងសុំមកទិសដល់យាយនេះតានេះឈ្មោះអីចេះអានឹងបានគេដឹងថាបននឹងគេធ្វើទៅឲ្យយាយនេះតានេះដូចយើងផ្ញើរបស់អញ្ចឹងណែខ្ញុំដាក់ទៅនឹងឲ្យម៉ែខ្ញុំឈ្មោះនេះនៅផ្ទះលេខប៉ុណ្ណេះអានឹងបានគេរកឃើញអញ្ចឹងបានន័យថាប្រគេនហើយកុំអាលដាក់ផ្ញើឲ្យយើងប្រាប់អាស័យដ្ឋានសិនបានន័យថាយើងនៅឧទ្ទិសឲ្យចំឈ្មោះគាត់អីស្រួលបួលសិនទៅចាំចាញ់មិនអញ្ចឹងឯងញោមណាអញ្ចឹងនឹងនៃទី2សមាណែធម៌ទី3យើងនាំគ្នាធ្វើកាយវិចារចិត្តឲ្យវេថាតាមលោកអាចារ្យអញ្ចឹងនឹងធ្វើកាយអសុចរិតហើយបានមានគ្រឿងបរិខារនៅក្នុងដៃទី2ឯទី3តាំងចិត្តផ្គងចំពោះមេដាបិតាទី4យើងបានប្រគេនផ្ទាល់ដៃបានមែនបានឧទ្ទិសទៅបានអញ្ចឹងរវល់បណ្ណាគួរអនុគ្រោះមកមួយផ្លែតអ្នកធ្វើបន់មិនឧទ្ទិសអញ្ចឹងមានហើយពីជំនាន់ព្រះនោះញាតិរបស់ពំពិសាធ្វើបន់ញោមកាលនោះមកយំរឿងប្រែតជុំបិណ្ឌមកយំមកស្វេចស្វូចពេញតែក្រុងរាជគ្រឹះជុំវិញវាំងពំពិសាឆ្ងល់ណាស់ស្អីចេះព្រលឹមឡើងទៅសួរព្រះអង្គថាញាតិរបស់ព្រះអង្គមករកចំណីអាហារឲ្យព្រះអង្គជួយផងធ្វើបន់ឲ្យគ្នាអត់ចំណីអាហារប្រមាណចំនួនប្រពុតហើយពំពិសាធ្វើបន់ដែរអាងតែខ្លួនឯងស្ដាច់បាច់ចាំគោរពបាច់ចាំចូលប្រគេនចូលវេទិសអីទៅចិត្តតែធ្វើទៅស្រាប់តែយប់ឡើងប្រែតមកយំទៀតដដែលទៅសួរព្រះទៀតព្រះអង្គឲ្យធ្វើបន់អស់មកកណោហើយមិនក៏នៅតែយំបានលោកប្រាប់ថាមហារាជធ្វើមែនបន់ហ្នឹងប៉ុន្តែមហារាជមិនបានឧទ្ទិសឯណាមិនបានចូលប្រគេនផ្ទាល់ឯណាអញ្ចឹងកំណើតគ្នាជាបរៈតតតោមិនអាចទទួលផលឧទ្ទិសមិនអាចទទួលផលយកស្រាប់បានទេតលឧទ្ទិសហើយចឹងតតែធ្វើម្ដងទៀតឧទ្ទិសណាញោមណាអញ្ចឹងកំណើតជាប្រាក់តតោបជីវីតតែយើងឧទ្ទិសទាំងអស់គ្នាបានអានឹងអាត្មាសម្ដែងប្រាប់ពីនៃតេខេណានុបទាននឹងអញ្ចឹងបើមិនឧទ្ទិសមិនបានទេមានក្នុងកពីផ្ដាំផ្ញើច្រើនណាស់ដាក់មកអញ្ចឹងអ្នកខ្លះឃើញប្រែតមកបង្ហាញហុចឲ្យទៅហុចបាយទៅគ្នាចាប់យកទៅជារបស់ក្តៅទៅជារបស់ឆេះយកអត់បានទេបានឲ្យយើងចូលមកឧទ្ទិសជូនដល់ឪពុកម្ដាយយើងអានឹងទៅបានផលប្រយោជន៍ទៅគាត់វាមានរឿងរ៉ាវជនជាតិចិនអាត្មាដែលនិទានជូនញាតិញោមឯមុនណាប៉ុន្តែគាត់នៅបញ្ជាក់បន្ថែមទៀតពីព្រោះអត្តន័យនឹងល្អហើយងាយស្ដាប់យល់ដល់ក្មេងជនជាតិចិនថៅកែនោះមិនស្លាប់ចោលទៅដល់ស្លាប់ទៅទៅចោលទ្រព្យសម្បត្តិអស់កូនបានឡើងធ្វើថៅកែនោះបានឡើងធ្វើថៅកែទៅនឹកឃើញឪពុកនោះមកបញ្យល់សពថាកូនน้อยកូនតាំងពីឪស្លាប់មកមិនដែលបានចំណីអាហារមួយម៉ាត់ទេឪឃ្លានណាកូនน้อยជួយឪផងកូននេះភ្ញាក់ឡើងដាំស្លោយទៅចាក់ពេញភ្នោឲ្យឯងហូបឯណាណីហូបឯណាណីដាក់ជុំវិញភ្នោយប់មកបញ្យល់សពទៀតកូនឲ្យយកអត់បានទេឪឃ្លានណាហូបអត់បានសោះឲ្យចុះគាត់កំណត់ជាបរៈតតតោមកកាន់បាយនឹងឆេះកាន់បាយនឹងក្តៅយកអត់បានមកបញ្យល់សពទៀតកូនឲ្យឪឃ្លានព្រឹកឡើងកូននឹងដាក់ទាំងល្អីទាំងឆ្នាំងទៀតនៅតែយប់ឡើងមកបញ្យល់សពថាអត់បានដាក់រាល់ថ្ងៃឡើងផ្អូមវិញភ្នោនៅតែឪពុកមកបញ្យល់សពថាមិនបានរហូត
មិនដឹងធ្វើមិនឲ្យបានថ្ងៃនេះបានបាយមួយចានប្រើអ្នកបំរើអាបាវយកបាយទៅឲ្យយើងអ្នកបំរើកាន់បាយនោះដើរតកលឹកទៅស្រាប់តែមេឃវាភ្លៀងគឹកទាំងព្រឹកទៅច្រកសាលាឈរទៀនមួយចៃដនទៅទៀត